cứ ở cái rùm khan rô xí lên ở đích buôn ban vinh mà đòn đòi vi sân thọp tam drone tam rồi dạy drone bánh rốt quan cả lô đây ai lâu ở cái đó là vòng ôn anh ấy cái hào thà nẹ sạp bруch xál rùm mênh tổ tuôn Paul chịp sư song kìa cái ở khơi ở cái đã drone tàu rô xí với admin là nát cao tổ ở cái xong bay tại mùi cái tha tụm lệ tơ oi slap oi tơ phụ khang là liên pin tận đây kia năng cứ là anh khô khâu pe tụm lệ cái bay năm buôn năm cái ban đây buôn đây cái tịch kia cái tịch ấy hay đây là thập tay kia sao admin là ná chui ban đây sao là anh bong thôm Russia máu đọc về là oi cáiผลิต ban là vút đại chia drone rồi bắc luôn với nó họ rập quan của lối chợ đòn trong Moscow à lấy chặt đam pay đây ăn lụa tạ cao cái đây ăn lụa ban chữ chặt về ai lấy ní sai khang Russiaติด khang វិមានក្រំឡាំងគាត់ទៅប្រាប់ឲ្យអ៊ីស្រាអែលឲ្យអីឬក៏ពិភពលោកកោតទោសអ៊ីស្រាអែលឬក៏ឈប់ទម្លាក់គ្រាប់ទៅអ៊ីរ៉ង់លោកឲ្យលោកអាខ្លួនឯងទម្លាក់គ្រាប់នៅអ៊ុយក្រែនរាប់ឆ្នាំអត់ព្រមគិតពីដកតបដកអីថយឥឡូវមកធ្វើឯងស្រែកអីណាhơi chẳng bàn thàពិភពលោកយើងចឹងបងប្អូនមេដឹកនាំបោកបានតែរៀននៅក្នុងតំបន់ទេប៉ុន្តែជាទូទៅគឺគេស្រាតខោដោយសារតែយើងធ្វើខុសហើយឥឡូវហ្នឹងមាននរណាគេទៅស្អប់អ៊ុយក្រែនគេថាធ្វើត្រូវហើយទម្លាក់ឲ្យច្រើនទៀតដើម្បីឲ្យរុស្ស៊ីរៀងហើយឥឡូវរុស្ស៊ីចាប់ផ្ដើមចាប់ខ្លួនឯងវិញតែហ៊ានកាន់តែស្លាប់ច្រើន drone អ៊ីរ៉ង់ឡើងយកទ័ពប្រើតែ drone មកទម្លាក់ឯងគ្រប់កន្លែងហើយទម្លាក់ទៅលើកន្លែង stock ប្រេងឬក៏រោងចក្រផលិតអគ្គិសនីទៀតអាហ្នឹងបានអ៊ុយរ៉ង់បានរុស្ស៊ីចាប់ផ្ដើមឈឺចាប់វិញព្រោះកាលមុនណាពេលតែអ៊ុយក្រែនទៅជាក់លងាទៅទម្លាក់លើរោងចក្រផលិតអគ្គិសនីដើម្បីបានកម្ដៅឲ្យប្រជាពលរដ្ឋតើយើងវាខូខើប៉ុណ្ណាឥឡូវអ្នកសាបព្រោះខ្យល់រមែងទទួលផលជាព្យុះសង្គ្រាមនេះជាសារសម្រាប់មេដឹកនាំទាំងអស់នៅលើពិភពលោកបើយើងធ្វើរបៀបផ្ដាច់ការថ្ងៃណាមួយយើងនឹងទទួលបណ្ដាសានឹងផលកម្មហើយប្រជាពលរដ្ឋគឺនឹងក្តៅក្រហាយហើយរស់នៅអត់សុខទាំងអស់គ្នាអញ្ចឹងកែអានឹងឡើងវិញលោកត្រាំអះអាងថាអាមេរិកនិងអ៊ីរ៉ង់សំទោសលោកត្រាំអះអាងថាមេដឹកនាំអ៊ីរ៉ង់ទេមកសុំឲ្យឈប់ទម្លាក់គ្រាប់តែអ៊ីរ៉ង់ថាអត់ពិតបងប្អូនប្រហែលម៉ោងមុននេះឬក៏ថាមួយថ្ងៃពីរថ្ងៃចុងក្រោយនេះគឺថាអ៊ីរ៉ង់ហើយនិងអាមេរិកអ៊ីស្រាអែលដូចលិចផ្ទុះចឹងបាញ់គ្នាប្លង់ទៅប្លង់មកហើយរងប្លង់ប្រសាចចូលដល់សម្ព័ន្ធមិត្តដល់បារ៉ែនដល់ប្រទេសអារ៉ាប់រួមទៅស្អីហ្នឹងនៅតំបន់ជុំវិញហ្នឹងគឺរញ៉េរញ៉ៃប៉ុន្តែដោយសារប្រព័ន្ធចាប់កញ្ជូចនៃប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកហ្នឹងខ្លាំងគឺចាប់ជាប់ទម្លាក់បំផ្លាញចិត្តខ្ទេចខ្ទីអស់វិញអត់បានធ្លាក់ចូលដល់ទីក្រុងសម្រាប់មនុស្សទេដូច្នេះរឿងនេះហើយប៉ុន្តែអ៊ីរ៉ង់ក៏ដឹងដែរថាប្រព័ន្ធចាប់កញ្ជ្រួចនឹងប្រកែនៅគ្រប់សម្ព័ន្ធមិត្តប៉ុន្តែពេលដែលអ៊ីរ៉ង់បាញ់មកមួយហ្នឹងគឺអ្នកដែលបាញ់ទៅអ៊ីរ៉ង់វិញគឺស្រោចអាមេរិកគឺថាសម្រុកទម្លាក់គ្រាប់ផងបាញ់អាកំតិចអាប្រព័ន្ធរ៉ាដាអីផងរហូតតតែថ្ងៃនេះហើយលោកត្រាំនិយាយទៀតថានឹងកំតិចអស់ខ្ទេចបើសិនជាអ៊ីរ៉ង់អត់នៅតែអត់មូលមាត់រឿងចរចាលោកត្រាំហ្នឹងក៏រៀងចរិតមន់អះដែរចុះឲ្យនៅវនៅចរចាស្អីគេទៀតបើវាមិនបានផលអីទេបាត់ឈប់បាញ់លែងជាបាត់ឈប់បាញ់ហើយហ្នឹងបាញ់គ្នាខ្ទេចខ្ទីអស់ទៀតហើយឥឡូវច្រកហមូសអ៊ីរ៉ង់ថាបិទចិត្តឈឹងមកប៉ុន្តែខាងយោធាអាមេរិកថាអត់មានទេកុំជឿចាញ់បោកអ៊ីរ៉ង់អាមេរិកនៅតែកាងទប់ការពារកប៉ាល់ចេញចូលបានដែលអត់មានបញ្ហាអីទេអត់តែខាងណែអ៊ីរ៉ង់ទេអញ្ចឹងរឿងនេះគឺនៅប្រទីនបតងគ្នាអញ្ចឹងនៅក្នុងការបាញ់ប្លង់ដាក់គ្នានេះទីបំផុតលោកត្រាំក៏ថាឥឡូវមេដឹកនាំអ៊ីរ៉ង់ទេមកផ្ទាល់ហ្មងប្រាប់ថាបានហើយឈប់បាញ់ឈប់ទម្លាក់គ្រាប់អ៊ីរ៉ង់ទៀតតែលោកត្រាំថាអត់ឈប់ទេដោយសារតែអត់ទាន់មានដំណោះស្រាយសន្តិភាពច្បាស់លាស់ពួកអ៊ីរ៉ង់នៅអូកាឡាតែមេដឹកនាំអ៊ីរ៉ង់មែនតែនក៏ថាអត់បានទេមកលោកត្រាំផងដឹងអ្នកណាទេផងណាទៅជាអញ្ចេះទៅវិញបងប្អូនពិបាកណាស់ឥឡូវហ្នឹងអ៊ីរ៉ង់គេមានមេដឹកនាំមួយក្រុមអញ្ចឹងទៅប៉ុន្តែលោកត្រាំកំពុងតែចង់បង្កើតមេដឹកនាំមួយក្រុមទៀតដើម្បីជំនួសអញ្ចឹងទៅលោកលើកដំកើងមេដឹកនាំមួយក្រុមដែលលោកចង់ឲ្យជំនួសមេដឹកនាំបច្ចុប្បន្នហ្នឹងថានិយាយគ្នាតំណាងឲ្យអ៊ីរ៉ង់តែមេដឹកនាំកំពុងផ្ដាច់ការហ្នឹងក៏ថាអត់មានតំណាងឲ្យអ៊ីរ៉ង់ទេនិយាយជាមួយអ្នកណាផ្សេងអត់ដឹងមេដឹកនាំអ៊ីរ៉ង់ថាអត់បានឮបានដឹងអីចឹងផង
បាទវានៅតែអញ្ចឹងណាបងប្អូនតែយ៉ាងណារឿងសង្គ្រាមនៅអ៊ីរ៉ង់នេះគឺចូលដល់ធ្ងន់ឥឡូវអ៊ីស្រាអែលក៏ប្លង់ទៅប្លង់មកទៀតហើយអញ្ចឹងអស់មានបត់ជប់បាញ់ហើយខ្ញុំជឿថារឿងនេះវាអាចផ្ទុះដុតឲ្យឆេះហើយនៅតទៅទៀតរហូតតថ្ងៃបោះឆ្នោតខែវិច្ឆិកាឆ្នាំ2026នេះដែលជាការបោះឆ្នោតទម្លាក់ប្រធានាធិបតីសហរដ្ឋអាមេរិកឬក៏ទុកឲ្យនៅកាន់តំណែងបន្តពាក់កណ្ដាលអាណត្តិនេះដូច្នេះរឿងនេះគឺលោកត្រាំនឹងកេងយកអានេះជាការចំណេញនយោបាយជាទូទៅអ្នកនយោបាយណាក៏គេធ្វើអញ្ចឹងដែរបងប្អូនព្រោះអីជាឱកាសមានសម្រាប់គេដែរអញ្ចឹងរឿងនេះគឺវាអត់ចប់ទេប្រេងនឹងឡើងថ្លៃឲ្យបងប្អូនត្រៀមទៀតទៅយើងនឹងប៉ះពាល់សេដ្ឋកិច្ចសពបែបយ៉ាងនឹងរាប់ខែឬអាចឆ្នាំទៅមុខទៀតក្នុងពេលជាមួយគ្នានេះអ៊ីរ៉ង់ចោទសួរអាមេរិកវិញថាចោះបើចង់ឲ្យអ៊ីរ៉ង់លុបបំបាត់អាវុធបរមាណូហេតុអីបានមិនទៅរករឿងអ៊ីស្រាអែលដែរដែលមានបរមាណូបានអត់រករឿងគេសោះអត់ឲ្យលុបបំបាត់ឲ្យអ៊ីរ៉ង់ដែលជាសត្រូវស៊ីសាច់ហុតឈាមមួយអ៊ីស្រាអែលឲ្យអ៊ីរ៉ង់អត់មានបរមាណូការពារខ្លួនឲ្យអ៊ីស្រាអែលមានបរមាណូគេសួរសំណួរដូច្នេះខ្ញុំមិនដឹងឆ្លើយយ៉ាងម៉េចទៅអ៊ីរ៉ង់ដែរប៉ុន្តែខ្ញុំមានចម្លើយមួយដ៏សមស្របសម្រាប់អ៊ីរ៉ង់ដែរខ្ញុំគិតថាការឈ្លានពានរបស់អាមេរិកទៅអ៊ីរ៉ង់វាផ្ទុយនឹងច្បាប់ទំនៀមទម្លាប់អន្តរជាតិមែនក៏ប៉ុន្តែវាមិនខុសឆ្គងអីធ្ងន់ធ្ងរពេកទេដោយសារចរិតមេដឹកនាំរបស់អ៊ីរ៉ង់ខ្លួនឯងទេយើងដឹកនាំប្រទេសជាប្រទេសផ្ដាច់ការរំលោភសិទ្ធិមនុស្សរំលោភប្រជាធិបតេយ្យរំលាយគណៈបកប្រឆាំងធ្វើបាបធ្វើទុកបុកម្នេញប្រជាពលរដ្ឋងើបមួយវាយមួយដូចតែនៅស្រុកខ្មែរអញ្ចឹងតែដល់ពេលយើងគេរំលោភអីយើងអីជាអន្តរជាតិគេគ្រាន់តែថ្កោលទោសក្នុងការរំលោភច្បាប់អន្តរជាតិប៉ុន្តែអត់មានអាណាជួយអ៊ីរ៉ង់ទេអត់ជួយសោះហ្មងដូចគ្នានឹងកម្ពុជាពេលដែលឆ្លោះគ្នាមួយថៃឆ្លៀនពានកម្ពុជារំលោភច្បាប់អន្តរជាតិរំលោភធម្មនុញ្ញអង្គការសហប្រជាជាតិអត់មានប្រទេសណាថ្កោលទោសថៃមួយសោះដោយសារតែយើងចរិតយើងដូចគ្នាអញ្ចឹងដល់ឥឡូវមេដឹកនាំអ៊ីរ៉ង់គេវាយឡើងខ្ចប់អត់មានប្រទេសណាទៅគ្រប់គ្រងជួយគ្រប់គ្រងអ៊ីរ៉ង់សោះមានតែថ្កោលទោសថាសមតែអញ្ចឹងទៅព្រោះអីអ្នកឯងប្រព្រឹត្តអញ្ចឹងដែរហេតុអីបានធ្វើបាបប្រជាពលរដ្ឋដឹកនាំប្រទេសឲ្យខ្លោចផ្សាអីអញ្ចឹងគេចង់ឲ្យកែតម្រង់ឲ្យមានប្រជាធិបតេយ្យទៅគេនឹងគ្រប់គ្រងតែខាងនោះអត់ព្រមកែឥឡូវគេវាយខ្ចប់ហើយឥឡូវមកនិយាយរឿងបកម៉ាណូខ្ញុំនិយាយម្ដងទៀតអ៊ីរ៉ង់ធ្វើល្ងងកំភ្លើងណាបើយើងឲ្យគ្រូបង្រៀនកាន់ណាហើយនឹងឲ្យអ្នកដែលជាជនអក្រិតបងធំបងតូចកាប់គ្នាកាន់ណាតើយើងខ្លាចអ្នកណាជាងគេកំភ្លើងណាបើយើងឲ្យប៉ូលីសកាន់ណាហើយនឹងឲ្យទៅក្រុមកាប់ដាវកាន់ណាតើយើងខ្លាចអ្នកណាជាងគេយើងខ្លាចពួកក្រុមបាត់ផ្សារពីលហ្នឹងហើយតែកាន់កំភ្លើងបាញ់គេងាប់អស់បាត់ហើយប៉ុន្តែបើប៉ូលីសកាន់គឺយកមកការពារយើងសប្បាយចិត្តបើយើងឲ្យគ្រូបង្រៀនកាន់ឬក៏អ្នកដែលមានក្រមសីលធម៌កាន់គឺការពារគេអត់យកមកបាញ់បោះស្រេចចិត្តឬក៏ត្រូវប្រើត្រូវបាញ់អញ្ចឹងទេអត់ទេដូចគ្នាអ៊ីស្រាអែលអាមេរិកឬប្រទេសដទៃទៀតជប៉ុនអីមានបរមាណូគ្រប់គ្នាហេតុអីក៏មិនរករឿងដោយសារតែបរមាណូនៅលើដៃដែលគេគ្រប់សិទ្ធគ្រប់អីដែរបើដូចយើងអីយើងចេះតែបំផ្លាញយើងចេះតែបាញ់យើងចេះតែបំពេញថាប្រជាពលរដ្ឋខ្លួនឯងយើងមិនទាំងគ្រប់សិទ្ធគ្នាផងចុះទម្រាំប្រទេសជិតខាងដូច្នេះចរិតយើងបើកែបានគេគ្រប់គ្រងហើយបើថាគេឲ្យរំលាយបរមាណូបើយើងមិនរំលាយប្រទេសដទៃទៀតអ្នកណាចង់ឲ្យកូរ៉េខាងជើងមានបរមាណូចាស់ហេតុអីមិនទៅរករឿងកូរ៉េខាងត្បូងពួកគេដឹងកូរ៉េខាងជើងនឹងវាផ្ដាច់ការគេដឹងថាកូរ៉េខាងត្បូងនឹងវាប្រជាធិបតេយ្យចឹងគេអត់ទៅរករឿងប្រទេសប្រជាធិបតេយ្យពួកគេមានគណៈបកនយោបាយគេជួយទប់មិនឲ្យណាអញជីសេះលែងដៃតែដល់ផ្ដាច់ការជីសេះលែងដៃចង់កេះកែបាញ់ភូងបលែងមកគ្រាប់មកងាប់មនុស្សអស់រាប់លានណាអញ្ចឹងគេហាមយើងមិនខុសទេតែយើងកាយចរិតយើងទៅឲ្យជាប្រទេសប្រជាធិបតេយ្យទៅលើកក្រោយអ្នកណាទៅរករឿងអាហ្នឹងបានយើងទៅរករឿងដែរហើយចាំមិនបានអ៊ីស្រាអែលមានហើយចាំមិនបានកូរ៉េខាងត្បូងមានចាំមិនបានអាមេរិកមានហើយចុះហេតុអីបានយើងអត់មានប្រជាធិបតេយ្យដូចគេនិយាយសួរចឹងទៅវិញទៅវាអញ្ចឹងចរិតខ្លួនឯងទេតោងនឹងលោកស្រុនស្រនលោកស្រុនស្រននេះគឺមែនតើទៅគាត់គួរតែត្រូវបានដោះលែងឲ្យនៅក្រៅឃុំឬក៏មានសេរីភាពពេញលេញវិញជាមួយនឹងសភាកញ្ញាភឹងសភានិងលោកសានសិទ្ធអីហ្នឹងយូរហើយព្រោះដោយសារអីគាត់ជាប់ចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសដែលជាអាចអីអញ្ចឹងដែលជាបទមួយដ៏មានប្រជាប្រិយបំផុតនិយាយទៅបទចោទនៅក្នុងប្រទេសកម្ពុជាដែលមានភាពល្បីល្បាញលើសគេនៅលើលោក
cứ bật nhu nhung xây cái nhu nhung đàiហើយញញងនេះគឺតកតងនឹងការដែលបញ្ចេញមតិតកតងនឹងគម្រោង CLV គម្រោងអភិវឌ្ឍត្រីកោណវៀតណាមឡាវខ្មែរណានោះដែលមែនតែនគម្រោងហ្នឹងរដ្ឋាភិបាលពីដើមឡើយមកហ្នឹងគឺតាំងចិត្តបដិញ្ញាមោះមុតអត់មានរាថយទេគឺថាអាជ័យធ្លាក់ទឹកឲ្យអើតាមគ្នាប្រជាពលរដ្ឋបញ្ញវន្តបណ្ឌិតនិស្សិតស្អីហ្នឹងគឺគេដូរអា logo profile របស់ Facebook ឬក៏អីគេនឹងទៅតាមគ្រប់គ្រងរដ្ឋាភិបាលដ៏ភ្លឺស្វាងដ៏អស្ចារ្យគឺជាការត្រឹមត្រូវមិនរាថយទេគម្រោងហ្នឹងគឺត្រូវ 100% អីអញ្ចឹងទៅក៏ប៉ុន្តែមានប្រតិកម្មបងប្អូនតវ៉ាជុំទិសទាំងកូរ៉េទាំងជប៉ុនទាំងអាមេរិកទាំងអីទៅបាតកម្មគ្មានថ្ងៃស្វាងស្រាប់តែរដ្ឋាភិបាលគិតថាគម្រោងហ្នឹងមិនត្រឹមត្រូវទេហើយក៏លុបវាចោលអីទៅលាក់នឹងលាក់ក៏ប៉ុន្តែនៅពេលដែលលុបគម្រោងចោលអ្នកដែលតវ៉ាទីឲ្យលុបគម្រោងចោលថាគម្រោងនឹងមិនត្រឹមត្រូវជាប់គុកដូចជាលោកសុនស្រននៃជាដើមអត់ដោះលែងគាត់បាត់ល្មើសតកតងនឹងគម្រោង CLV គឺវាបាត់ទៅហើយតែលទ្ធផលអ្នកដែលរិះគន់រឿងគម្រោងហ្នឹងបែរជានៅជាប់គុកនៅឡើយរឿងនេះហើយដែលជារឿងមួយដែលចម្លែកខុសគេរឿងច្បាប់រឿងការអនុវត្តនីតិវិធីនៅស្រុកខ្មែរការដែលផ្ដាល់ឬក៏បញ្ចេញមតិអីក៏ដោយតកតងនឹងគម្រោង CLV គឺដោយសារដើមហេតុធំបំផុតគឺគម្រោង CLV ហ្នឹងដែលមិនត្រឹមត្រូវដែលធ្វើឲ្យបាត់បង់ប្រយោជន៍ខ្មែរឬក៏ប៉ះពាល់ដល់រឿងអធិបតេយ្យរឿងអីកម្ពុជាអីអញ្ចឹងរឿងតកតងវៀតណាមហ្នឹងអញ្ចឹងប្រជាពលរដ្ឋរិះគន់គ្រប់គ្នាដូច្នេះគម្រោង CLV គឺជាដើមថ្នោតដំបូងឡើយណាដើមថ្នោតបើយើងនិយាយពីដើមឈើធំមួយវាដុះត្រសុំត្រសាយមកអញ្ចឹងហើយដល់តែពេលអ្នកដែលគេរិះគន់ទៅដើមថ្នោតហ្នឹងគឺជាបញ្ញាក្អែកដូចដើមបញ្ញាក្អែកអញ្ចឹងហ៎បងប្អូនដែលដុះទុំទៅលើដើមជ្រៃឬក៏ដើមពោដើមធំអីក៏ដោយដែលមានបញ្ញាក្អែកហ្នឹងដោះទុំអញ្ចឹងអារឿងគម្រោង CLV ដែលខុសឆ្គងហ្នឹងគឺជាដើមកម្មវត្ថុនៃសាច់រឿងធំបំផុតដើមហេតុដំបូងដែលនាំឲ្យមានបញ្ហាប្រជាពលរដ្ឋតវ៉ាចាប់គេដាក់គុកចឹងអ្នកដែលតវ៉ាអ្នកដែលបញ្ចេញមតិកុំឲ្យមានគម្រោងហ្នឹងបាត់ប្រយោជន៍ខ្មែរមានបញ្ហាលក្ខហ្នឹងគឺជាដើមបញ្ញាក្អែកនៅលើដើមឈើធំមួយដែលដុះតាក់ទងនឹងគម្រោង CLV ខុសទំនងពីដើមទីមកដូច្នេះឥឡូវនេះអាដើមធំដើមថ្នោតឬដើមជ្រៃដែលដុះត្រឆឹងត្រឆៃមានដោយបញ្ញាក្អែកឡើងអេស្កាស់ពេញហ្នឹងដើមធំហ្នឹងគឺត្រូវគេផ្ដួលរំលំបាននៃកាប់ចោលបាត់ទៅហើយនៅពេលដែលកម្ពុជាសម្រាប់លុបចោលគម្រោងនេះជាមួយនឹងវៀតណាមនិងឡាវមានន័យថាម៉េចបងប្អូនមានន័យថាអាបញ្ញាក្អែកដែលនៅទុំលើដើមឈើដើមជ្រៃដើមពោឬក៏ដើមថ្នោតហ្នឹងវាងាប់បាត់ដែរហើយព្រោះអីអាដើមបញ្ញាក្អែកនេះវារស់អាស្រ័យផលទៅលើតែដើមឈើធំដែលដុះត្រឈឹងត្រឆៃដូច្នេះកម្មវត្ថុនៃបាត់ល្មើសគឺបានន័យថាមនុស្សមានទោសដោយសារតែអារឿងដើមឈើធំដែលរិះគន់ទៅលើអាដើមឈើហ្នឹងឥឡូវអាដើមឈើហ្នឹងវាងាប់បាត់ទៅហើយវាឈប់វាផុតរលត់អញ្ចឹងវាអត់មានបាត់ល្មើសអីចោតកើតទៀតទេអ្នកដែលនិយាយតាក់ទងនឹងរិះគន់ហ្នឹងឥឡូវបើរដ្ឋាភិបាលទទួលកំហុសហើយទទួលព្រមហើយថាអាហ្នឹងខុសទេអញ្ចឹងអ្នកនិយាយថាអាហ្នឹងខុសហេតុអីបានចាប់គេដាក់គុកហើយឥឡូវចាប់ដាក់គុកអត់ដោះលែងវាចម្លែកត្រង់ថាវាអញ្ចឹងការអនុវត្តច្បាប់នៅប្រទេសកម្ពុជាធ្វើឲ្យមនុស្សបាក់ស្បាតមិនមែនតែប្រជាពលរដ្ឋខ្មែរទេអ្នកនៅក្រៅប្រទេសនេះក៏កញ្ញាញ់ខួរហើយមិនដឹងទៅរកស៊ីអីជាមួយស្រុកខ្មែរកើតទេព្រោះរឿងអញ្ចឹងអីគឺយើងអត់អាចដោះស្រាយរកយុត្តិធម៌បានផងតើគេទៅយកលុយយកអីទៅវិនិយោគស្រុកយើងរាប់ពាន់រាប់រយលានដុល្លារហ្នឹងរាប់ពាន់លានដុល្លាររាប់រយអីហ្នឹងតើគេអាចនឹងទុកចិត្តថាគេមានយុត្តិធម៌សច្ចធម៌តម្លាភាពបណ្ណាទៅនៅពេលដែលយើងទាញច្បាប់ឲ្យយឺតដូចកស៊ូរឿងនេះគឺដែលវាខុសគេខុសឯងតែយើងហ្នឹងវាកើតឡើងដល់អារឿងលោកកម្មសុខាដែរអាមូលទោសគេហ្នឹងគឺជាប់ពន្ធនាគារ27ឆ្នាំតែមិនឲ្យជាប់ពន្ធនាគារឲ្យដាក់នៅក្នុងផ្ទះមិនឲ្យទៅណាអញ្ចឹងហាមឃាត់សិទ្ធិនយោបាយសំទោសហាមឃាត់ការធ្វើដំណើរហើយថែមអនុទោសដែលជាបញ្ញាក្អែកហ្នឹងមកបង្វិចទៀតបានន័យថាមានជាប់គុក27ឆ្នាំថែមបញ្ញាក្អែកដើមឈើដើមជ្រៃដើមពោធំហ្នឹងគឺ
ជាប់ទោសពីក្បត់ជាតិខុបខិតគ្នាជាមួយរដ្ឋបរទេសគឺសហរដ្ឋអាមេរិកផ្ដួលរំលំរដ្ឋាភិបាលត្រូវតែជាប់គុក27ឆ្នាំហើយឲ្យជាប់គុកនៅក្នុងផ្ទះប៉ុន្តែដើម្បីជាមានអបញ្ញាក្អែកហ្នឹងជ្រុលទៅដាក់គុកអញ្ចឹងហើយដើម្បីកុំឲ្យលោកកម្មសខានឹងអាចនឹងមានប្រជាប្រិយអីតទៅទៀតគឺដកអាសិទ្ធនយោបាយសិទ្ធដើរហើរសិទ្ធធ្វើដំណើរដែលជាអនុទោសជាបញ្ញាក្អែកមកកញ្ចប់ទូចនឹងទៀតដាក់ក្បែរនឹងនិយាយទៅគឺអស់បើនិយាយឲ្យស្រួលគឺជាផ្ទះធំហើយនឹងគ្រឿងសង្ហារឹមអញ្ចឹងអាទោសមូលទោសហ្នឹងគឺជាគ្រឿងសង្ហារឹមតុកទូកៅអីទូទឹកកកឬក៏គ្រឿងលម្អអីនៅក្នុងផ្ទះហ្នឹងប៉ុន្តែអាគ្រឹះផ្ទះឬក៏ផ្ទះទាំងមូលហ្នឹងគឺទោស27ឆ្នាំដោយតែរឿង CLV ផ្ទះទាំងមូលហ្នឹងគឺតកតងនឹងគម្រោង CLV វាអត់ត្រឹមត្រូវទេតែដល់ពេលរឿងគ្រឿងសង្ហារឹមទិញតុកទូយកមកដាក់ឥឡូវនេះស្រាប់តែផ្ទះរើចោលខ្ទេចតែអាតុកទូពីស្អីសូរកម្មអាតាំងលំអកញ្ចក់ស្អីដាក់នៅក្នុងផ្ទះហ្នឹងឲ្យទុកនៅដដែលទៅទុកនៅកន្លែងណាខ្ញុំពងតែឆ្ងល់បើផ្ទះយើងមកផ្ទះធំអញ្ចឹងវាមានផ្ទះហ្នឹងមកគឺវាមានគ្រឿងស្អីហ្នឹងយកទៅដាក់ទៅណាកន្លែងនេះដាក់កន្លែងនេះអញ្ចឹងនេះត្រូវដាក់រូបថតនេះកន្លែងនេះត្រូវបិទនេះទូរទស្សន៍ត្រូវដាក់កន្លែងនេះស្អីអញ្ចឹងទៅលំអនៅក្នុងផ្ទះហ្នឹងដោយសារតែវាមានរូបរាងជាផ្ទះមកដើម្បីឲ្យយើងដាក់គ្រឿងសង្ហារឹមនឹងបានក៏ប៉ុន្តែឥឡូវអាផ្ទះហ្នឹងរុះរើខ្ទេចអស់ហើយមិនឲ្យចងបញ្យួរកញ្ចក់ហ្នឹងនៅហ្នឹងស្អីនៅហ្នឹងវាអត់យល់អានីតិវិធីហ្នឹងវាអត់យល់សំបីតែក្មេងបៀមដៃក៏មើលមិនយល់អញ្ចឹងដោយលោកកម្មសខាអញ្ចឹងស្រាប់តែទោសស្អីអាមូលទោសហ្នឹងអូខេឥឡូវឲ្យចេញពីផ្ទះមកលើកលែងទោសហើយប៉ុន្តែអាស្អីគេផ្សេងទៀតស្អីស្កាសសិទ្ធដកហូតសិទ្ធនយោបាយមិនឲ្យដើរហើរមិនឲ្យបោះឆ្នោតមិនឲ្យអីលាក់នឹងលាក់ហ្នឹងវាជាអាទោសបន្ទាប់បន្សំដោយគ្រឿងសង្ហារឹមហ្នឹងវាទៅជាឲ្យនៅចងព្យួរនៅអាកន្លែងផ្ទះដែលរំលំចោលឬក៏រុះរើអស់ហ្នឹងទៅវិញតើយើងមើលទំនងប៉ុណ្ណាទូតកកទៅព្យួរពយួរនៅកន្លែងណាឬក៏អាកន្លែងស្អីគេផើងផ្កាផើងអីហ្នឹងយកទៅដាក់នៅកន្លែងណាព្រោះអាហ្នឹងវាជាសង្ហារឹមដែលអាចដាក់បានតតែនៅផ្ទះហ្នឹងឲ្យចុះផ្ទះហ្នឹងវាលលាយបាត់ទៅហើយហ្នឹងតែយើងទៅដាក់នៅកន្លែងណាហើយអាក្រក់មើលយ៉ាងម៉េចតែកម្ពុជាអត់អាក្រក់មើលសោះអាចធ្វើកើតបាននេះរឿងលោកកម្មសខាលើរឿងលោកសុនស្រតដូចគ្នាអា CLV ហ្នឹងថាឥឡូវវាអត់មានទេអាផ្ទះហ្នឹងវាអត់មានទេតែនៅជាប់គ្រឿងសង្ហារឹមហ្នឹងទាំងអស់នៅហ្នឹងនៅពយួរអានេះអាណោហ្នឹងអានេះវាថាយើងគេហៅថាទឹមគូក្រោយអាទះយើងអត់ដឹងថាធ្វើយ៉ាងម៉េចទេពួកគូគេធម្មតាដាក់មកអាទះឥឡូវយើងទឹមក្រោយអាទះតែនៅតែគេថាអូសកើតឥឡូវរឿងលោកសុនស្រនថាចប់អាគម្រោង CLV បងប្អូនប្រហែលជានៅចាំហើយលោកសុនស្រនត្រូវបានគេចាប់ខ្លួនពីរឿងអាមតិពី CLV ហ្នឹងកាលពីថ្ងៃទី23ខែកក្កដាឆ្នាំ2024នៅឯខេត្តសៀមរាបកាលនឹងចាប់ដោយទាំងភឹងសភាទាំងអី30អីហ្នឹងដែរ3នាក់ហើយមានអ្នកចាប់ច្រើនទៀតដល់30-40នាក់ទៀតនៅក្នុងគម្រោង CLV ហ្នឹងប្រហែលជាមានជិត100នាក់តុលាការបានផ្ដន្ទាទោសកាលពីខែមេសានេះដោយសារតែគាត់ប្តឹងទៅប្តឹងមកហ្នឹងតុលាការបានសម្រេចជំនុំជម្រះក្តីសម្រេចឲ្យលោកសុនស្រនភឹងសភានិងសានសិទ្ធជាប់ពន្ធនាគារ2ឆ្នាំរឿងរិះគន់គម្រោង CLV ហ្នឹងពីបទញុះញង់អញ្ចឹងបើយើងគិតពីថ្ងៃទី23ខែកក្កដាឆ្នាំ2024បើឲ្យជាប់គុក2ឆ្នាំអនុវត្តទោសនៅក្នុងពន្ធនាគារព្រោះការអនុវត្តទោសនៅក្នុងពន្ធនាគារត្រូវរាប់តាំងពីថ្ងៃចាប់ខ្លួននឹងមកហើយព្រោះយើងជាប់គុកហើយតាំងពីថ្ងៃនឹងមកអញ្ចឹងបានន័យថាថ្ងៃទី23ខែកក្កដាឆ្នាំ2026ខាងមុខនេះនៅសល់ប្រមាណ1ខែជាងនេះលោកសុនស្រននិងភឹងសភានិងសានសិទ្ធត្រូវបានអនុវត្តទោសគ្រប់ចំនួនកាលកំណត់2ឆ្នាំរបស់តុលាការត្រូវរួចទោសហើយមិនចឹងត្រូវចេញពីពន្ធនាគារក៏ប៉ុន្តែគាត់ចេញអត់បានទេដោយហេតុអីគឺដោយសារតែគាត់នៅជាប់បទចោទមួយទៀតព្រោះអាបទចោទហ្នឹងគឺនៅក្នុងសាលក្រមកំបាំងមុខក្នុងឆ្នាំ2023គាត់មានសាលក្រមកំបាំងមុខមួយកាលហ្នឹងគាត់ធ្វើទស្សនកិច្ចទៅប្រទេសបារាំង
តឡាការគេកាត់ក្តីយ៉ាងម៉េចទៅអត់មានជនជាប់ចោតទេតែសារអត់មានលោកស្រុនស្រននៅក្នុងប្រទេសចោតពីបទញុះញង់ដែរនោះក៏តឡាការសម្រេចក្តីដែលអត់មានជនជាប់ចោតហើយផ្ដំទាទោសឲ្យលោកស្រុនស្រននឹងជាប់ពន្ធនាគារដែរហើយលោកស្រុនស្រនដែលអត់ដឹងថាសាលក្រមកំបាំងមុខហ្នឹងពេលដែលលោកចូលដឹងរឿងនេះក៏ប្តឹងទៅសាលាធរប្តឹងជំទាស់ទៅសាលក្រមហ្នឹងហើយសាលាធរក៏យករឿងហ្នឹងយកមកជំនុំជម្រះថ្ងៃហ្នឹងចប់ហើយសវនាការហើយប្រាប់ថាសាលដីកាសាលាធរនេះនឹងសម្រេចនៅថ្ងៃទី22ខែមិថុនាខាងមុខនេះអញ្ចឹងបានន័យថាម៉េចបើសិនជាតុលាការសាលាធរសម្រេចឃើញថាលោកស្រុនស្រនមានទោសពីបទញុះញង់មួយទៀតដែលជាសាលដីកាសាលក្រមកំបាំងមុខពេលដែលលោកស្រុនស្រនចប់អាបទ CLV នេះនៅថ្ងៃទី23ខែកក្កដាខាងមុខមិនប្រកាសថាលោកស្រុនស្រនបានចេញមានសេរីភាពវិញទេព្រោះនៅជាប់បទល្មើសមួយទៀតនេះបើតាមនីតិវិធីតុលាការហើយក៏លើប្រសាសន៍របស់លោកសឿនចំជួនដែលជាមេធាវីការពារក្តីឲ្យលោកសុនស្រននឹងប្រាប់សារព័ត៌មានក្នុងស្រុកអំពីរឿងនឹងដែរប៉ុន្តែមិនដឹងថាតើសាលដីការបស់តុលាការសាលាធរនេះអារឿងសាលក្រមកំបាំងមុខលោកសុនស្រនជាប់គុកប្រមាណឆ្នាំពីបទញុះញង់ដូច្នេះយើងតាមដានតទៅទៀតបងប្អូនក្នុងន័យនេះគឺបើតុលាការរកឃើញតម្កល់សាលក្រមសាលាដំបងហើយបើសិនជាការផ្ដំទារបស់ទោសរបស់សាលាដំបងរឿងសាលក្រមកំបាំងមុខករណីមួយផ្សេងទៀតដែលលោកសុនស្រនអត់បានដឹងនោះហើយឥឡូវកំពុងតែដឹងហើយយើងគាត់ប្តឹងសារទុកនេះបើលើសពី2ឆ្នាំបានន័យថាថ្ងៃ23ខែកក្កដានេះគឺលោកនឹងរួចតាដូចថាជាប់គុកគ្រប់ចំនួនកំណត់តែរឿងគម្រោង CLV ទេតែរឿងថ្មីហ្នឹងនឹងអាចជាប់គុកបន្តទៀតបងប្អូនយើងតាមដានតទៅទៀតរឿងនេះគឺមែនតើទៅម្ដងទៀតរឿងលោកសុនស្រននេះគួររួចខ្លួនយូរហើយតាំងពីគេលុបគម្រោង CLV ចោលម្លេះប៉ុន្តែយើងនៅតែធ្វើកម្មយកពៀឲ្យជាប់បណ្ដាសាគ្រប់តែរាល់តែពេលបាទឥឡូវរឿងលោកសុនស្រនខ្ញុំស្លេះត្រឹមប៉ុណ្ណេះប៉ុន្តែនិយាយពីរឿងយុទ្ធនាការពហិការផលិតផលថៃនិងយុទ្ធនាការកម្ចាត់អ្នករត់ពន្ធទំនិញថៃចូលប្រទេសកម្ពុជាប្រហែលថ្ងៃនេះគឺយើងបាត់នាយករដ្ឋមន្ត្រីខ្មែរឲ្យបងប្អូនគឺដូចថាអាលខោនដែលគេសម្ដែងមកដែលជាអាយ៉ងដែលយើងឃើញញ៉ឹងមកហ្នឹងឲ្យឃើញថាអ្នកណាជាអាយ៉ងអ្នកណាជាអ្នកដែលញ៉ឹងខ្សែហ្នឹងឥឡូវmaster គឺគ្រូតារបស់អាយ៉ងបានបង្ហាញខ្លួនហើយគឺលោកហ៊ុនសែនអាយ៉ងហ្នឹងគឺសំដៅទៅលើលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីដូចទីងម៉ងអញ្ចឹងបងប្អូនគ្មានសិទ្ធិគ្មានសមត្ថភាពនៅក្នុងការធ្វើកិច្ចការងារអីបានទេតាមពិតគាត់មានសមត្ថភាពរៀនសូត្រចេះដឹងច្រើននៅសាលាបរទេសនៅអាមេរិកនៅ West Point នៅអង់គ្លេសអីមានសញ្ញាបត្របណ្ឌិតអនុបណ្ឌិតអីមកកណក៏ដឹកក៏ប៉ុន្តែរឿងដែលគួរឲ្យអាកុសលនេះគឺគាត់បានคล้ายទៅជាអាយ៉ងរបស់ឪពុករបស់គាត់ដែលញ៉ឹងគាត់តាមមកហើយពីមុនមកហ្នឹងគឺឪពុកហ្នឹងញ៉ឹងដាក់វាំងននបាំងចេះគ្រាន់តែញ៉ឹងពីខាងមុខទៅយើងឃើញតួអាយ៉ងហ្នឹងចេះតែលូតចុះលូតឡើងអញ្ចឹងយើងអត់ដឹងថាអ្នកណានៅពីក្រោយបើទោះពីគេដឹងថានៅពីក្រោយហ្នឹងគឺឪពុកគាត់ទេដែលនៅញ៉ឹងអញ្ចឹងគឺឪពុកគាត់ហ្នឹងនៅអង្គុយអែបគាត់នៅពេលកំពុងបើកបរហ្នឹងឲ្យលោកហ៊ុនម៉ាណែតអង្គុយនៅកាន់ចកោតប៉ុន្តែជាតកង់ប៉ុន្តែលោកហ៊ុនសែននៅអង្គុយកាច់ចកោតរហូតជានាយករដ្ឋមន្ត្រីអត់អាចធ្វើអីបានទាំងអស់ឥឡូវនេះគឺការងារនេះគឺ master គ្រូតារបស់អាយ៉ងឬឪពុករបស់អាយ៉ងចេញមកតែម្ដងជាសម្ដែងចឹងទម្លាក់រូបអាយ៉ងចោលគឺគាត់ចេញមកគឺជាតួឯកដដែលនៅក្រៅឆាកហ្នឹងគឺការដឹកនាំប្រទេសនេះគ្រប់គ្រងដោយលោកហ៊ុនសែនបើទោះបីជាលោកវ័យចំណាស់ជរាទៅហើយម៉ោងណា70ឆ្នាំជាងហើយយើងហៅថាជរាហើយអត់បានសម្រាប់អត់បានអីទាំងអស់មកកាន់ការហើយយកឱកាសនៅពេលដែលព្រះមហាក្សត្រខ្មែរកំពុងសម្រាប់ព្យាបាលព្រាជរោគនៅឯទីក្រុងប៉េកាំងគឺយកឱកាសជាប្រមុខរដ្ឋស្ដីទីកាន់ការជំនួសលោកហ៊ុនម៉ាណែតដែលជាក្មេងអាយុពាក់កណ្ដាលគាត់ពលលោកហ៊ុនម៉ាណែតអាយុ50តំណាងខ្ញុំកាត់ឆ្នាំ76ដូចគ្នាអត់ឲ្យធ្វើការអីសោះ
chẳng tục ở quạt đào tù hay nó bê đầy lục hôn sai lang mà nỉ dí khóc ní bị lục hôn mà nái trăng tha lục hôn mà nái quạt ắt sơ miên sơ lập bạn nơi trong ca nỉ dí phần này tình dí tới cứ phía xa rồi bao lục hôn mà nái nỉ dí phía trấn bom tần áo luôn anh cứ sọc sau đây tam bất bần nỉ dí ở tách hai bạc loaប្រសើរជាងនិយាយច្រើនហោហែវាទៅជាសាបតែលោកហ៊ុនម៉ាណែតចង់ជ្រើសរើសតាមដំណើរឪពុករបស់គាត់និយាយឲ្យច្រើនអត់ប្រយោជន៍អីទៅនិយាយទៅពំតំណោតខ្លួនឯងដូចជារឿងនិយាយថាតាហ៊ានអត់ស្បែកជើងអត់ស្អីកភ្លើងល្អអីហ្នឹងមិនអីទេយើងបាញ់តែជាពីមកស៊ូក៏ខ្វាក់ផ្នែកថៃដែរអីអញ្ចឹងទៅលាក់នឹងលាក់អីចឹងឲ្យជើងជាមេដឹកនាំជាផ្កាយ4អគ្គមេបញ្ជាការជាន់ខ្ពស់អីផងនៅក្នុងជួរតបហ្នឹងហើយតើនិយាយអញ្ចឹងវាធ្វើឲ្យប្រជាពលរដ្ឋសើចថាយើងនិយាយទៅវាសាបហើយទៅបើលោកហ៊ុនសែនបើគាត់និយាយគាត់មានសិល្បៈនៅក្នុងការនិយាយប្រកែជាងលោកហ៊ុនម៉ាណែតប៉ុន្តែឲ្យតែលោកហ៊ុនសែនឡើងមកនិយាយគឺស្ថានភាពតែជាក់ទៅជាក្តៅមកបន្តិចហ្នឹងរឿងជាមួយថៃនឹងចឹងតែឲ្យតែលោកហ៊ុនសែនចាប់ផ្ដើមនិយាយកាលក៏អត់ទាន់និយាយអត់ទាន់បញ្ចេញខ្សែអត្តបថងឋានគឺនៅឆ្លោះគ្នាសម្របសម្រួលគ្នានៅបានទេព្រោះខ្មែរនៅអាចខ្លាំងថាខ្លួនឯងមិនចាញ់ថៃទេតោះពេលគាត់ចាប់ផ្ដើមនិយាយចាប់ផ្ដើមរករឿងបថងឋាននឹងថាក់ស៊ីនគេវាយយើងខ្ចប់ហ្មងខ្ទេចខ្ទីអស់លីងហ្មងហើយយើងស្លាប់ទៅហ៊ានអស់មកកណោដោយសារតែចឹងមិនថាថាក់ស៊ីនជាប់គុកបថងឋានធ្លាក់ពីដំណ័យមែនប៉ុន្តែអ្នកដែលខាតវាមិនមែនខាតថៃទេគឺខាតខ្មែរណាដែលអស់ដីយើង60កន្លែងជាងទាហានយើងស្លាប់អស់មកកណោប្រជាប្រដ្ឋភាសឹករាប់សែនអ្នកឥឡូវហ្នឹងនៅភូមិរងចាំហ្នឹង3000គ្រួសារជាងបាត់ផ្ទះបាត់សម្បែងបាត់ដីអស់លីងមិនដឹងថ្ងៃណាចឹងបានតែខ្ញុំថាបើលោកហ៊ុនសែនកុំនិយាយអីសោះប្រទេសជាតិនេះបានសុខសន្តិភាពជាជាងការគាត់និយាយព្រោះគាត់និយាយច្រើនហើយនិយាយងើបមួយវាយមួយនិយាយគំរាមនិយាយប្រមាថនិយាយអសុរោះនិយាយស្អីហ្នឹងគឺជាភាសា30-40ឆ្នាំដែលធ្វើឲ្យប្រជាពលរដ្ឋហ្នឹងមានជំងឺបាក់ស្បាតពេលខ្លះខ្លាចមិនខ្លាចក្នុងន័យគោរពទេគឺខ្លាចសម្ដីអត់គម្របរបស់គាត់ណាហើយខ្ញុំមែនតើជាខ្មែរម្នាក់ខ្ញុំអរឲ្យទៅលោកហ៊ុនសែនចូលនិវត្តន៍ទេខ្ញុំនិយាយត្រង់ព្រោះគាត់បានបណ្ដោះកូនគាត់កូនចៅគាត់ខ្ញុំសង្ឃឹមច្រើនដែរដូចខ្ញុំនិយាយចឹងខ្ញុំអត់មានទៅទូមនិញអីនឹងកូនចៅគណៈបកកាន់អំណាចតកូលហ៊ុនតកូលទាតកូលសុកតកូលរងតកូលកំតកូលស្អីស្អីសតកូលសំតកូលអីនឹងកាន់ទេអត់ខ្វល់អត់ឈឺក្បាលអីអាលីងសំខាន់ឲ្យចេះតែធ្វើឲ្យខ្មែរនេះផ្សះផ្សាបង្រួបបង្រួមជាតិហើយកុំធ្វើឲ្យដូចលោកហ៊ុនសែនធ្វើព្រោះកម្ពុជានេះឆ្អែត40ឆ្នាំហើយដល់ពេលឥឡូវគាត់មកតកូលគាត់ដែលខំយកមកក្មេងៗដែលជាទីសង្ឃឹមដែលអាចនេះនឹងបានលែងឲ្យធ្វើការអីទាំងអស់គឺប្រាប់ថាគាត់នៅតែធ្វើបានអញ្ចឹងប្រជាពលរដ្ឋអស់សង្ឃឹមណាអស់សង្ឃឹមក្នុងន័យថាចុះបើមិនហ៊ុនសែនលោកហ៊ុនសែនមិនទៅប្រទេសហ្នឹងក៏ឡាប់ចាស់អញ្ចឹងហើយតើគាត់នៅយូរប៉ុណ្ណាបានទៀតនៅក្នុងវ័យដែលកំពុងតែជារាអត់បានសម្រាប់អីអញ្ចឹងប្រជាពលរដ្ឋចាប់ផ្ដើមអស់សង្ឃឹមយើងត្រូវចាំនៅក្រុមហ៊ុនមួយដែលយើងដឹងថាគ្រប់គ្រង30-40ឆ្នាំមកហើយមេក្រុមហ៊ុនចូលដល់វ័យចាស់ជរាយកកូនក្រុមហ៊ុនមកស្នងដើម្បីឲ្យតគេដំណើរពីឪពុកដើម្បីជាទីសង្ឃឹមប៉ុន្តែដល់យកមកកូននឹងធ្វើឲ្យអត់បានទៅឲ្យឪពុកមកធ្វើវិញដដែលអញ្ចឹងបានន័យថាកូនអត់ប្រយោជន៍អញ្ចឹងគាត់លោកហ៊ុនសែនចង់បង្ហាញប្រជាពលរដ្ឋថាកុំភ័យនៅមានគាត់អញ្ចឹងអត់ទៅណាទេក្នុងន័យនឹងចង់ប្រាប់ប្រជាពលរដ្ឋចឹងកុំភ័យកូនគាត់អត់ប្រកែមែនតែឪប្រកែអញ្ចឹងឪនៅមកក្រាញមកអីចឹងដើម្បីឲ្យកូនរឹងដៃរឹងជើងព្រោះប្រឡែងអត់តាន់បានទេឥឡូវហ្នឹងចង់ឲ្យរឹងដៃរឹងជើងសិនចង់ប្រាប់ប្រជាពលរដ្ឋអញ្ចឹងណាក៏ប៉ុន្តែនៅពេលដែលគាត់ឡើងមកហ្នឹងក៏អត់បានឲ្យកូនគាត់រឹងដៃរឹងជើងទេជាងការឲ្យកូនបរៀនកូនឲ្យចេះស្ទូចត្រីគឺគាត់នៅបញ្ចុកត្រីឲ្យកូនហូបដដែលអញ្ចឹងដល់ពេលដែលអស់ពីគាត់ទៅគឺកូនហ្នឹងនឹងដើរតាមហាមាត់ចាំឲ្យត្រីរត់ចូលមាត់ហ្នឹងអត់ទៅស្ទូចអត់ទៅអីបានតើអ្នកណាទៅសង្ឃឹមរឿងអញ្ចឹងកើតសូម្បីតែគណៈបកប្រជាជនខ្លួនឯងហ្នឹងក៏អត់សង្ឃឹមដែរសង្ឃឹមយ៉ាងម៉េចបើអ្នកមកក្រោយមកអត់អាចធ្វើអីកើតបាន2-3ឆ្នាំហើយហ្នឹងហើយត្រូវការឪពុកមកបញ្ចុកជែកបញ្ចុក
សាច់បញ្ចុកត្រីដដែលហ្នឹងអត់បានឲ្យបង្រៀនកូនឲ្យស្ទូចត្រីខ្លួនឯងអត់ឲ្យកូនធ្វើខ្លួនឯងអានេះគឺជាការមើលងាយសមត្ថភាពកូនខ្លួនឯងដែរបើនិយាយឲ្យស្មោះត្រង់ទៅព្រោះអីអត់ផ្ដល់ដែលថាកូនហ្នឹងអត់កើតហ្មងចឹងត្រូវតែចូលមកធ្វើកិច្ចការងារនឹងវិញទាំងអស់ចឹងចាំបាច់មានលោកហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីឲ្យគេរិះគន់ពីរឿងការទាយាទាអីហ្នឹងអីលោកកាន់រហូតដល់តែចាស់កោងខ្នងលែងនេះទៅវាចប់បាត់ទៅហើយមិនចឹងអញ្ចឹងខ្ញុំនិយាយនេះគឺក្នុងន័យដាស់តឿនក្រើនរំលឹកថាបើលោកចង់ឲ្យកូនរបស់អស់លោកចៅរបស់អស់លោកនឹងកាន់គឺកុំបង្រៀនកូនឲ្យត្រីហូបគឺបង្រៀនកូនឲ្យស្ទូចត្រីហើយឲ្យធ្វើទៅខុសខ្លះអីខ្លះទៅហើយឲ្យធ្វើខុសពីឪពុកខ្លះទៅកុំឲ្យដូចគ្នាអញ្ចឹងដល់អញ្ចឹងទៅកូនឥឡូវហ្នឹងបាត់ឈឹងឯងលោកហ៊ុនម៉ាណែតអត់ដឹងនៅកលៀតណាទេបានសម្រាប់ខ្លះដែរព្រោះលោកមើលទៅចាស់ណែមិនមែនចាស់ទេគឺថាស្កូវពេញក្បាលដែរដោយសារតែគិតច្រើនជាទូទៅគឺខ្ញុំអាណិតគាត់ដែរដោយសារតែរឿង100ចម្ពោះហើយធ្វើអីអត់បានជានាយករដ្ឋមន្ត្រីអត់ធ្វើអីអត់បានជាអ្នកកាន់ចង្កូតរថយន្តប៉ុន្តែត្រូវបើកទៅមុខត្រូវថាតើគ្រោះថ្នាក់ចរាចរណ៍វាអាចកើតឡើងជាយថាហេតុអីចេះក្បួនចេះច្បាប់អីអស់ហើយចេះតែងាកសួរឪរហូតឬក៏ងាកសួរអ្នកក្នុងឡានមិនដែរទៅកើតអត់យើងកាន់ចកោតខ្លួនឯងយើងអីខ្លួនឯងអ្នកអង្គុយអ្នកដំណើរផឹកតែសម្រាមស្ដាប់ចម្រៀងទៅឈឺក្បាលអីយើងជាអ្នកដែលកាច់ចង្កូតគឺយើងច្បាស់ការហើយបើយើងច្បាស់ថាកាន់ចង្កូតបានន័យថាយើងមានបានបើកបរបើយើងមានបានបើកបរយើងមិនមែនជាក្មេងអនិច្ចជនទេយើងអត់ត្រូវការអ្នកអែបទេគឺយើងជាមនុស្សពេញវ័យច្បាប់អនុញ្ញាតឲ្យយើងបើកម្នាក់ឯងតើហេតុអីបានចាំបាច់ត្រូវការអ្នកមកអង្គុយចាំងាកសួរអញ្ចឹងរហូតលោកហ៊ុនម៉ាណែតហ្នឹងក៏អនុញ្ញាតឲ្យឪពុកលោកហ្នឹងធ្វើតែអញ្ចឹងកាច់គាត់ចាអញ្ចឹងតែរហូតដែរអត់ដូចថាវាដូចវល់អត់រត់ទៅតំបន់អត់ឃើញណាហើយដល់អញ្ចឹងទៅគេរិះគន់ថាគេនឹងរិះគន់គ្រប់រឿងចោះវាគេគ្រាន់តែជួយអញ្ចឹងវាជួយអីឥឡូវការងារប្រទេសជាតិគាត់កាន់ទាំងអស់ហើយឥឡូវពេលដែលគាត់ចុះទៅមូលដ្ឋានរឿងរ៉ាវច្រើនមែនតើទៅលៀបពណ៌ក្រុមគេនៅក្រៅប្រទេសហ្នឹងថាញុះឲ្យមានធ្វើសង្គ្រាមនៅពេលដែលគេលើកទឹកចិត្តឲ្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិប្តឹងទៅអង្គការសហប្រជាណែក្រុមប្រឹក្សាណែសន្ធិសញ្ញាក្រុងប៉ារីតកតងនឹងរឿងឈ្លានពានអធិបតេយ្យកម្ពុជាពីថៃអត់ធ្វើអារឿងសន្តិវិធីហ្នឹងទៅចរចាជាមួយថៃដឹងថាថៃវាយបែកប្រមាណធ្នេហើយហ្នឹងយើងទៅចរចាអោបជើងគេរួចទៅលៀបពណ៌គេដល់អញ្ចឹងទៅវាធ្វើឲ្យថ្នាំងថ្នាក់គ្រប់ទិសតំបន់ហើយក្នុងពេលជាមួយគ្នានៅពេលនិយាយថាទៅសួរប្រជាពលរដ្ឋនៅភូមិរងចាំហ្នឹងថាអ្នកឯងពេញចិត្តនឹងចង់វាយជាមួយថៃទៀតអត់អញ្ចឹងភាសារបស់គាត់ហ្នឹងសួរពីរឿងវាយជាមួយថៃសារព័ត៌មានថៃគេចាប់ព័ត៌មានហ្នឹងទៅគេថាលោកហ៊ុនសែនកំពុងតែប្រាប់ប្រជាពលរដ្ឋថាកម្ពុជាចង់វាយថៃហើយគេថាគេត្រៀមខ្លួនរួចជាស្រេចគេកំពុងបំរុងហើយត្រូវនឹងពេលដែលយើងដឹកអារុធក្រោះចិនមក39គ្រឿងដែលទិញគេយូរហើយគេមិនទាន់ដឹកឲ្យផងទិញ93គ្រឿងឥឡូវគេទៅដឹកឲ្យ39ដល់ដឹកនៅពេលហ្នឹងវាត្រូវនឹងពេលដែលកំពុងតែគេគិតថាយើងកំពុងកសាងកម្លាំងហើយលោកហ៊ុនសែនសួរអ្នកស្រុកអីថារឿងវាយមិនវាយអីទៀតវាធ្វើឲ្យព័ត៌មាននឹងពុលមែនតើចុះបើអត់និយាយសោះទៅវាថៃដល់ពេលយើងនិយាយចឹងថៃគេមកឥឡូវអត់មានពេលធ្វើអីកើតក្រៅពីអង្គុយបកស្រាយថាអត់ទេខ្ញុំអត់បាននិយាយថាចង់វាយណែឯងទេអ្នកដែលចង់វាយណែឯងក្រុមប្រឆាំងឯណានោះទៅតម្លាក់លៀបពណ៌ក្រុមប្រឆាំងរដ្ឋាភិបាលចង់តែចរចាសុំតែសក់ដែលខ្លួនឯងជាអ្នកខែងរែងជាអ្នកងើបមួយវាយមួយជាមួយខ្មែរគ្នាឯងជាបុរសអស្ចារ្យជាបិតាឈ្នះជាអ្នកដែលធ្វើសឹកសង្គ្រាមអ្នកដែលផ្ដួលរំលំរបបខ្មែរក្រហមជាអ្នកឈ្នះគ្រប់សមរភូមិដល់មកឥឡូវគ្រាន់តែនិយាយរឿងចង់វាយថៃយកដែនដីដែលថៃឈ្លានពានរំលោភបាត់ជប់បាញ់អីក៏អត់ហ៊ាននិយាយដែរតែហ៊ាននិយាយយើងទៅរករឿងអ្នកណាហ៊ាននិយាយថាខ្មែរមកអួតថាខ្លួនវាយបានហ្នឹងថាកុំនិយាយចឹងណែឯងនិយាយចឹងគឺក្បត់ជាតិអីខ្មែរអត់ចង់វាយទេចង់តែសុំសុខហើយទៅចោតក្រុមប្រឆាំងទេអ្នកចង់វាយដែលរឿងអាចង់វាយអារឿងហឹង្សាហ្នឹងរឿងមេដឹកនាំខ្មែរមកអាយុហើយតាគំរាមងើបមួយវាយដល់ផ្ទះហ្នឹងរឿងយើងតាមានរឿងបកប្រឆាំងពីអង្កលរួចទៅឥឡូវកំហុសគ្រប់យ៉ាងវាទៅធ្លាក់លើបកប្រឆាំងទៅវិញនៅពេលដែលការដឹកនាំហ្នឹងគឺឲ្យកូនគាត់ឥឡូវរឿងសង្គ្រាមថៃរឿងបាត់ដីហ្នឹងវាទៅជាកំហុសក្រុមខ្មែរនៅក្រៅប្រទេសឯណានោះវិញដែលអត់ដឹងរឿងអីសោះ
គ្រាន់តែនិយាយណែនាំប្រាប់ថាធ្វើនឹងមិនត្រូវទេធ្វើនឹងខុសហើយឥឡូវទៅទទួលកំហុសខ្លួនគាត់ថាគាត់ខុសហើយប៉ុន្តែក្នុងពេលទទួលកំហុសអាចោះចេញក៏មិនចោះចេញអាលាលែងក៏មិនលាលែងតើកំហុសហ្នឹងខុសរឿងប្រប៉ិនភ្នំដីបាត់អស់62កន្លែងទៅថៃគាត់ធ្វើរឿងដូចប៉ាន់កូនដៃចឹងទៅហើយដល់ណានិយាយអីតតាំងគឺអ្នកនឹងយកជើងរាទឹកឆ្លោះតតាំងថាយើងក្បត់ជាតិអីចឹងទៅជារឿងធម្មតាទៅវិញមកររឿងអ្នកដែលស្រែកពីក្រៅជួយតាក់ទងនឹងរឿងការប្រព្រឹត្តខុសរបស់ថៃហ្នឹងទៅលៀបពណ៌គ្នាអញ្ចឹងទៅឃើញរឿងវាអត់បានទៅមុខទេហើយឥឡូវហ្នឹងអស់អាពីរឿងចោតប្រកាន់ក្រុមនៅក្រៅប្រទេសថាលៀបពណ៌គាត់ចាប់ផ្ដើមដុតភ្លើងឲ្យឆេះមួយផ្នែកទៀតពង្រៀនការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋកម្ពុជានឹងឲ្យបំពាក់ស្មារតីស្រឡាញ់ជាតិខ្មែរបដូរផ្ដាច់គឺធ្វើពហិការផលិតផលថៃគឺដោយសារតែគាត់កំពុងតែចាត់ការឲ្យអស់ទំហឹងហ្មងគឺម្ចាស់ដៃហ្មងតាក់ទងទៅលើអ្នកដែលរត់ពន្ធទំនិញថៃខុសច្បាប់មកប្រទេសកម្ពុជាម៉ោងនេះហើយលោកហ៊ុនសែននៅនិយាយរឿងមានផលិតផលរត់ពន្ធខុសច្បាប់ចូលមកស្រុកខ្មែរមួយឆ្នាំហើយតើការគ្រប់គ្រងប្រទេសយ៉ាងដូចម្ដេចទៅខ្ញុំពងតែឆ្ងល់អស់លោកធ្វើអីរាល់ថ្ងៃហ្នឹងបើថាអាពេលយើងឆ្លោះគ្នាអត់ឆ្លោះគ្នាចោះច្រកនឹងវារហេករហាចមនុស្សចាប់ផ្ដើមប្រពាក់ប្រពូនទុកវាមិនឈ្នះហើយឥឡូវនេះរដ្ឋាភិបាលកម្ពុជានេះហាក់បីដូចជាស្រោះគ្នាទាំងប្រជាពលរដ្ឋខ្មែរនឹងគូបាតកម្មឈប់ប្រើឈប់អីផលិតផលថៃចុះហេតុអីបានជាម៉ោងនេះយើងនៅនាំគ្នានិយាយពីរឿងទុកផលិតផលថៃដែលនាំចូលដោយខុសច្បាប់រត់ពន្ធអត់បានតើនេះគឺជាការបង្ហាញអំពីភាពអស្ចារ្យរបស់រដ្ឋាភិបាលឬក៏បង្ហាញអំពីភាពខ្សោយអស្ចារ្យរបស់រដ្ឋាភិបាលដែលអត់អាចដោះស្រាយរឿងនេះបានតើនេះឬជាការដែលបង្ហាញអំពីខ្ញុំជឿថាលោកហ៊ុនសែនពេលខ្លះនិយាយនេះគាត់ចង់បានបងទេចង់ប្រាប់ប្រជាពលរដ្ឋថាគាត់អត់ប្រណីទេរឿងពីរដែលគាត់និយាយនៅពេលនេះគឺស្អំចិត្តប្រជាពលរដ្ឋដើម្បីឲ្យប្រាប់ថាមេដឹកនាំខ្មែរនៅតែស្អប់បំផុតអារឿងការដែលគ្រប់គ្រងផលិតផលថៃគឺពហិការលុកខ្សៃព្រោះអីយើងបាត់ដីបាត់អីអាហ្នឹងរឿងមួយឈឺចាប់អញ្ចឹងដើម្បីលួងចិត្តស្អំចិត្តប្រជាពលរដ្ឋគឺមេដឹកនាំខ្មែរគឺមិនចូលចិត្តថៃតាក់ទងនឹងរឿងផលិតផលហើយកុំឲ្យណៃមើងងាយខ្មែរអត់ដាច់ដង្ហើមងាប់ទេគឺមួយឆ្នាំមកយើងអាចរស់បានហេតុអីបានទៅឲ្យគេមើងងាយយើងឬយកអាចកងមន់យកអីគ្រឿងក្លាសេគ្រឿងកក់ហ្នឹងវាអាចប៉ះពាល់ដល់សុខភាពអាប៉ះពាល់សុខភាពនោះមិនមែនតែពេលរត់ពន្ធពេលបិទព្រំដែននឹងទេអាអត់បិទព្រំដែននឹងគ្រឿងគីមីពីវៀតណាមពីអីមកនឹងបន្លែបកាហ្នឹងគឺឈឺពេញប្រទេសយូរទៅបំពករួចតែប៉ែតវៀតណាមនោះយកតែលុយទៅព្យាបាលនៅវៀតណាមអីហ្នឹងដោយសាររឿងគីមីមហារីកអីអស់ហ្នឹងយើងអត់ដឹងវាស៊ីរូងផ្ទៃក្នុងយើងមកអាយុប៉ុន្តែអាហ្នឹងអត់ដែលដោះស្រាយមកដោះស្រាយតែរឿងព្រំដែនឥឡូវហ្នឹង20រឿងជង្គង់មន់ដាក់គីមីខ្ញុំថាអារឿងរបស់រថពន្ធនឹងវាមិនត្រូវមកប៉ុន្តែយើងសួរទៅវិញជង្គង់មន់នាំចូលបានយើងទប់អត់បានមានអីឆ្ងល់ខ្ញុំពងតែឆ្ងល់ជនឆបោកអនឡាញមកប្រទេសកម្ពុជារាប់ម៉ឺននាក់អត់មានប៉ាសពតផងយើងមកឆ្លងដែនមកបានឡើងប្រព្រឹត្តយើងចាប់គេអត់បានយើងដោះស្រាយអត់បានចុះទំមជង្គង់មន់ដែលត្រូវការហូបរាល់ថ្ងៃនេះតើយើងមានអធិបតេយ្យកន្លែងណាខ្ញុំពងតែសួរតាមពិតលោកហ៊ុនសែនក៏ចង់និយាយនឹងចង់បង្ហាញពីគាត់អត់បានទេអត់បណៃទេណាបន្តិចទៀតឲ្យពួកអ្នកដែលរស់ស៊ីអារត់ពុនគ្រឿងថៃយកមកស្រុកខ្មែរហ្នឹងឲ្យណែឯងទៅរែកដីជីកត្រង់សេនៅព្រំដែនធ្វើទរណកម្មណែឯងហើយទៅរឹបអូសទ្រព្យសម្បត្តិណែឯងអស់ឲ្យរៀងចាលម្ដងសម្ដីគាត់ហ្នឹងគឺជាអ្នកស្រឡាញ់ស្នេហាជាតិហើយគឺមើងម៉ាត់មែនតើបើយើងស្ដាប់ណាហើយអ្នកដែលរត់ពន្ធជង្គង់មន់ឬក៏គ្រឿងកក់ហ្នឹងត្រៀមខ្លួននឹងទៅរែកដីហើយទ្រព្យសម្បត្តិដែលមន្ត្រីគយព្រំដែនហ្នឹងអាចនឹងរឹបអូសអីយកមកជារបស់រដ្ឋជាអីចឹងដើម្បីឲ្យណែឯងរៀងចាលអុយចាំបាច់គម្រាមចឹងទៅអីបើសិនជាខុសច្បាប់ចាប់តាំងពីយូរមកទៅក៏វថៃព្រោះរឿងទាំងអស់ហ្នឹងអត់ចាំបាច់គម្រាមទេទី1ទី2គឺជាកំបិតចិត្តដងឯងពេលដែលលោកស្រែកថាលោកស្នេហាជាតិលោកជួយជាតិ
លោកគិតគូណាស់ពីរឿងសុខទុក្ខប្រជាពលរដ្ឋកុំឲ្យអារបស់កកនឹងមកក្នុងពេលជាមួយនឹងគឺយើងប្រាប់អំពីភាពធូររលុងអសមត្ថភាពនៃភាពដឹកនាំរដ្ឋតាដោយសារមន្ត្រីអស់លោកនឹងពុករលួយវាច្រើនពេកសោកប៉ាន់ដើម្បីបានតំណែងនៅព្រំដែនកយអីកយមួយអស់លុយរាប់ម៉ឺនរាប់សែនដុល្លារដើម្បីបានតំណែងចាស់គេអត់ស៊ីវិញចាស់គេអត់លួចគេអត់អីដើម្បីទៅសងអាថ្លៃដែលសោកប៉ាន់ហ្នឹងអញ្ចឹងហើយទៅធ្វើអាម៉េចឥឡូវបើយើងយកលុយគេពីដើមមកដែរអញ្ចឹងដល់ពេលឱកាសអញ្ចឹងឱកាសមាសហ្នឹងដើម្បីបូមដើម្បីចំណេញដើម្បីកើបលុយនឹងយកមកវិញដើម្បីទូទាត់អាថ្លៃដែលចូលតំណែងហ្នឹងរឿងហ្នឹងកើតឡើង20 30 40ឆ្នាំហើយដូចអត់មានអីប្លែកសោះក៏ប៉ុន្តែហេតុអីបានជាលោកហ៊ុនសែនថ្លែងសារបែបនេះនៅក្នុងពេលនេះខ្ញុំជឿថាសារបែបនេះមិនខុសឆ្គងទេនៅក្នុងការប្រាប់ប្រជាពលរដ្ឋថារដ្ឋាភិបាលប្រឹងណាស់ខំទប់ណាស់តែមានមន្ត្រីខលខូចនៅតែធ្វើឲ្យយើងវាក្រំចិត្តដោយសារអីថាថៃមើងងាយយើងមើងងាយត្រង់ថាយើងអត់តំណែងគេមិនបានអាតំណែងហ្នឹងវាហូរចូលដល់ក្រុងភ្នំពេញវាទៅជាថៃគេអាចចោទយើងថាលួចតំណែងវាអត់មានថៃណាមកចោទយើងទេក្នុងកម្រិតរដ្ឋាភិបាលគេអត់ដែលថាយើងអត់តំណែងថៃមិនបានទេអត់ដែលឮលោកអនុទិនច័ន្ទវរៈគុលនិយាយថាអូអត់តំណែងថៃគឺខ្មែរដាច់ពោះស្លាប់អត់ដែលនិយាយចឹងទេអត់ដែលឮថ្នាក់ដឹកនាំមន្ត្រីរាជការជួរប្រមុខរដ្ឋាភិបាលថៃណានិយាយពីរឿងអត់ផលិតផលថៃកម្ពុជានឹងដាច់ខ្យល់ទេអត់ទេវាមានតែមន្ត្រីក្រមប្រជាពលរដ្ឋសាមញ្ញដែលជាអមីអថោងម៉ាយកទៅសងទាំងខ្មែរទាំងថៃនឹងនាំគ្នាជេរបតិចគ្នាទៅហើយយើងទៅយកអាម្បាតឬក៏គំនិតមនុស្សដែលជាជនសាមញ្ញដែលរងផលប៉ះពាល់ឬក៏ដែលស្អប់ជាតិសាសន៍គ្នាហ្នឹងយកមកជារឿងធំទៅវិញណាអារឿងធំប៉ុណ្ណាណីយើងគិតប៉ិនកូនដៃនៅពេលដែលរឿងប៉ិនកូនដៃយើងគិតពីរឿងភ្នំព្រះសម័យទៅវិញចុះយើងទៅខ្វល់ប្រជាពលរដ្ឋថៃដែលនាំគ្នានិយាយជេរគ្នាទៅវិញទៅមកហ្នឹងថាអត់ផលិតផលថៃវាមិនមែនជាគោលនយោបាយរបស់ថ្នាក់ជាតិគេចេញសេចក្តីប្រកាសមកជាសេចក្តីថ្លែងការណ៍កម្រិតរដ្ឋាភិបាលគេថាណាយើងបិទព្រំដែនយើងស្អីនេះគឺដើម្បីឲ្យកម្ពុជាដាច់ខ្យល់ស្លាប់ដោយសារតែអត់ទំនិញថៃមិនបានអត់មានថៃណានិយាយអញ្ចឹងទេមកដល់ម៉ោងហ្នឹងខ្ញុំផ្សាយព័ត៌មានមួយឆ្នាំអត់ដែលមានរដ្ឋាភិបាលថៃណាថាបិទព្រំដែនដើម្បីឲ្យខ្មែរដាច់ខ្យល់វាអត់ទេគេបិទព្រំដែនគឺដោយសារតែគេចង់យកឱកាសហ្នឹងដើម្បីវាយយកព្រំដែនខ្មែរពីឲ្យបានឲ្យស្រួលព្រោះបិទព្រំដែនអស់ទៅគឺវាអត់មានប្រជាពលរដ្ឋស៊ីវិលរត់ទៅរត់មកបើបាញ់គ្នាទៅវាស្លាប់ប្រជាពលរដ្ឋស៊ីវិលថៃខ្លាចអញ្ចឹងទេមិនមែនខ្លាចរឿងតំណែងចិញ្ចោស្រុកខ្មែរទេមិនមែនទេគោលបំណងថៃធំបំផុតនៃការបិទព្រំដែនគឺបញ្ហាទៅវិញទៅមកនៃប្រជាពលរដ្ឋដែលគេអត់អាចវាយយកទីតាំងកន្លែងណាដូចអូស្មាច់ដូចបឹងតគួនដូចច្រកអានសេះអីបានព្រោះអីប្រជាពលរដ្ឋនៅទៅមកបើផ្លោងដាក់ទៅវាធ្វើឲ្យប៉ះពាល់ដល់ដំណើរទូទៅនៃជនស៊ីវិលគេមានផែនការដើម្បីរំលោភយកដីយើងមិនមែនដើម្បីដាច់ជីបចរឲ្យខ្មែរស្លាប់អត់ផលិតផលថៃទេយើងយល់ខុសខ្លួនឯងទេថៃអត់ដែរនិយាយចឹងទេរដ្ឋាភិបាលថៃអត់ដែរនិយាយចឹងខ្ញុំអត់ការពារថៃទេណាបងប្អូនខ្ញុំនិយាយឲ្យស្មោះគឺសច្ចធម៌ថៃអត់ដែរនិយាយចឹងទេតែប្រជាពលរដ្ឋថៃកម្រិតរដ្ឋាភិបាលផ្លូវការគេអត់ដែរនិយាយចឹងទេមានតែខ្មែរទេដែលធ្វើពហិការផលិតផលថៃគ្រប់បែបយ៉ាងគឺយើងជាផ្លូវការតែម្ដងតែគេអត់ដែរទេគេបិទព្រំដែនគឺដោយសារតែគេស្រួលឲ្យព្រំដែនស្ងាត់ទៅសំណុកវាយយកដីខ្មែរដោយអត់ចាំបាច់មានការតដៃអីច្រើនសម្រាប់ជំនះជនស៊ីវិលអីអត់សូវពិបាកឯងពួកបិទទៅវាអត់មានតំណែងតំណងហ្នឹងទម្លាក់គ្រាប់ទម្លាក់អីទៅព្រំដែនវាយយកអាគារណាកាស៊ីណូឬអីបានទាំងអស់ដោយអត់ពិបាកបើចេញចូលចុះឡើងស្លាប់ជនស៊ីវិលថៃពិបាកធ្វើរឿងនេះណារឿងនេះគឺជារឿងរំលោភឈ្លានពានដែនខ្មែរអត់មានតាក់ទងរឿងតំណែងទេហើយបើបងប្អូននិយាយពីតំណែងថៃខ្លាចថាដើម្បីទប់ដង្ហើមខ្មែរឲ្យស្លាប់ដោយសារអត់តំណែងថៃមិនបានណានេះគឺជាការយល់ខុសរបស់ខ្មែរដើម្បីឲ្យស្អប់ថៃទេព្រោះថៃក៏គេដឹងដែរថាបើអត់តំណែងថៃនៅស្រុកខ្មែរនេះណាក៏មានតំណែងយួនក៏មានតំណែងចិនក៏មានតំណែងម៉ាឡេក៏មានតំណែងសិង្ហបុរីក៏មានតំណែងឡាវដែរថៃមិនមែនល្ងងទេព្រោះអីថៃនាំមកតំណែងគេមកតំណែងទីផ្សារដែលប្រកួតប្រជែងជាមួយថៃមានវៀតណាមម៉ាឡេមានចិនអីពេញទីផ្សារស្រុកខ្មែរហេតុអីបានជាគិតថាខ្មែរអត់ផលិតផលថៃខ្មែរស្លាប់ថៃអត់ដែលគិតដល់ប៉ុណ្្នឹងទេហើយខ្ញុំថាខ្មែរទេដែលគិតថាថៃគិតថាអញ្ចឹង
ដោយសារតែយើងយកសម្ដីថៃប្រមាណអ្នកមកនិយាយតែការគិតខុសទេថៃអត់ដែលបានគិតថាអត់ផលិតផលថៃខ្មែរស្លាប់ទេអត់ដែលទេនេះជាថ្នាក់ជាតិរបស់ថៃអត់ដែលមានទេខ្ញុំអត់ដែលឮសារហ្នឹងទេប៉ុន្តែថៃបិទព្រំដែនគឺដោយសារតែចង់ផ្ដាច់អាទំនាក់ទំនងព្រំដែនសំណុកវាយយោដោយស្រួលព្រោះព្រំដែនបិទហើយវាអត់មានប្រពាក់ប្រពូនជនស៊ីវិលយើងស៊ីជំរឿឲ្យខ្លាំងតែយើងវិញនៅកាក់ល្អិតនៅហ្នឹងនៅអូតែគេបិទព្រំដែនគឺយើងគេចង់ធ្វើឲ្យយើងដាច់ខ្សោយងាប់អញ្ចឹងយើងនឹងប្រាប់គេថាយើងមិនដាច់ខ្សោយងាប់ទេយើងមិនពឹងពាក់ផលិតផលនៅឯងយើងនឹងបង្កើនកម្លាំងស្នេហាជាតិគាំទ្រផលិតផលថៃនេះជាសារនយោបាយទេហើយបងប្អូនចាញ់បោកអ្នកនយោបាយមួយដោយសារតែអូដល់ពេលគាត់ពាក់ឯកាផលិតផលថៃគាំទ្រផលិតផលខ្មែរឃើញហ៎ខ្មែរចាប់ផ្ដើមកើនឡើងក្រើតកើនឡើងទៅឯណាវាកើនឡើងនៅក្នុងមួយរយៈពេលប៉ុន្តែសួរទំនិញយួនមកកើនឡើងប្រមាណទំនិញចិនកើនមកប្រមាណទំនិញម៉ាឡេទំនិញសិង្ហបុរីកើនឡើងប្រមាណហើយយើងប្រកួតប្រជែងឈ្នះទីផ្សារមែនឥឡូវនេះដោយសារតែគំនិតស្នេហាជាតិស្អប់ផលិតផលថៃទេដែលយើងជំនួសផលិតផលថៃដោយអាចយកផលិតផលខ្មែរឬក៏យួនឬក៏ចិនអីអញ្ចឹងយើងវានៅជ្រើសរើសនៅតែមាន5ម៉ាកដដែលហ្នឹងអត់ផលិតផលថៃសាប៊ូកក់សក់វៀតណាមក៏មានចិនក៏មានយួនក៏មានម៉ាឡេក៏មានសិង្ហបុរីក៏មានហុងកុងក៏មានដូច្នេះយើងនៅប្រៀបធៀបប្រកួតជាមួយផលិតផល5 6មុខផ្សេងទៀតមិនមែនខ្មែរម្នាក់ឯងទេណាមិនមែនអត់ផលិតផលថៃហ្នឹងស្រាប់ផលិតសាប៊ូមកអត់សាប៊ូថៃគឺដឹងសាប៊ូខ្មែរអត់មែនអញ្ចឹងទេបងប្អូនកុំចាញ់បោកអ្នកនយោបាយឲ្យសោះផលិតផលវៀតណាមបន្លែបង្ការផ្លែឈើត្រីសាច់ចង្គង់មាន់ចង្គង់ទាមកដូចទឹកបាក់ទំនប់ដដែលទេយើងប្របាក់ប្រកួតប្រជែងជាមួយគេចង់ស្លាប់ប៉ុន្តែយើងនាំគ្នាមកវាយទៅជាមួយថៃយើងគិតថាអត់ផលិតផលថៃយើងអត់ងាប់វាអត់ស្លាប់ទេខ្មែរអត់ស្លាប់សូម្បីតែខ្មែរអត់ផលិតខ្លួនឯងរាល់ថ្ងៃហ្នឹងដោយអត់ផលិតផលថៃហើយអត់បាច់ផលិតខ្លួនឯងទាំងអស់ហ្នឹងក៏ខ្មែរអត់ស្លាប់នឹងអត់ផលិតផលប្រើដែរព្រោះយួនយកមកមិនខ្វះទេស្អីក៏មានដែរចិនមិនខ្វះទេស្អីក៏មានដែរម៉ាឡេមិនខ្វះទេសង្ហបុរីឡាវអត់ខ្វះទេកុំចាញ់បោកអ្នកនយោបាយឲ្យសោះតែយើងជាតិនិយមយើងធ្វើឲ្យអាស្ថានភាពជាតិនិយមហ្នឹងគឺឲ្យខ្មែរហ្នឹងគឺត្រូវតែស្អប់ថៃហើយតែពេលមេដឹកនាំនិយាយចឹងគឺយើងមានសមានចិត្តជាមួយនឹងមេដឹកនាំដែលគ្រប់គ្រងផលិតផលខ្មែរស្អប់ផលិតផលថៃរឿងដីទុកមកដុំលែងខ្វល់អារឿងដីហ្នឹងឯងព្រោះអីយើងប្រឹងវាមិនអស់អញ្ចឹងយើងត្រូវតស៊ូកុំឲ្យគេមើលងាយអញ្ចឹងមេដឹកនាំណាដែលតស៊ូកុំឲ្យគេមើលងាយគឺមេដឹកនាំហ្នឹងគឺជាមេដឹកនាំល្អកំហុសប៉ុន្មានរឿងបាត់ដីមិនបាត់ដីក៏អនុគ្រោះបាននេះហើយជានយោបាយប្រជាពិធដ្ឋហើយបងប្អូននាំគ្នាវិលវល់នៅក្នុងរឿងហ្នឹងឥឡូវចូលដល់រឿងហ្នឹងទៀតមកពាក់ឯកាផលិតផលគេមិនទាន់អស់ចិត្តមកនិយាយពីរឿងធ្វើបាបអ្នកដែលនាំអារបស់នឹងរត់ពន្ធក្នុងពេលហ្នឹងបងប្អូននេះគឺជាភាពអសមត្ថភាពរបស់រដ្ឋាភិបាលទេមកហ្នឹងបិទព្រំដែនចិត្តអស់ហើយរបស់រត់ពន្ធចូលបានចោះយើងសាកគិតទៅមើលនៅពេលដែលព្រំដែនបើកតើអំពើពុករលួយនឹងការឆក់ល្វែងនេះវានឹងមានទំហំប៉ុណ្ណាតើយើងបាត់ថវិកាជាតិប្រមាណតើយើងបាត់លុយប្រមាណទៅនឹងអាកជើធ្លុះហ្នឹងនេះគឺជាការបោះអាក្រាតហែកពោះឲ្យក្អែកចឹកអំពីភាពអសមត្ថភាពរបស់រដ្ឋាភិបាលតើល្អហើយទៅបង្ក្រាបទៅតាមពិតគួរបង្ក្រាបយូរហើយក៏ប៉ុន្តែបើបង្ក្រាបអ្នកនេះទាំងអស់យ៉ាងណាក៏ដោយអត់មានច្បាប់ព្រហ្មទណ្ឌណាដែលដាក់ទោសប្រជាពលរដ្ឋដោយពលកម្មដោយបង្ខំទេលោកហ៊ុនសែនប្រើពាក្យថាចាប់យកអ្នកឯងទៅឲ្យរែកដីនៅព្រំដែនអីហ្នឹងគឺជារបបផ្ដាច់ការទេគឺគេទោសទណ្ឌអីគឺទោសទណ្ឌហ្នឹងដាក់ពន្ធនាគារមិនអាចបង្ខំពលកម្មយកទៅរែកដីជីកដីអីដូចថានិយាយហ្នឹងគឺថាធ្វើឲ្យពីរោះស្ដាប់ប៉ុន្តែវាខុសគោលការណ៍ច្បាប់យើងក្រែងប្រទេសនីតិរដ្ឋយើងអាចនិយាយចឹងបានទេខ្ញុំអត់គ្រប់គ្រងឈ្មួញទេទុច្ចរិតហ្នឹងជាប់គប់ឲ្យអស់ទេហើយរឹបអូសទ្រព្យសម្បត្តិគាត់ក៏រឹបទៅខ្ញុំគ្រប់គ្រង 100% ប៉ុន្តែរហូតតតែវាយរហូតតតែដំរហូតតតែធ្វើទរណកម្មឬក៏យកទៅឲ្យកាយដីជីកដីអីហ្នឹងអាហ្នឹងគឺជារឿងបន្ថែមដើម្បីស្អំចិត្តឲ្យឃើញថាវាធ្ងន់ប៉ុន្តែធ្វើបាននៅឥឡូវនិយាយពីរឿងការនាំតំណែងចូលស្រុកខ្មែរវិញបងប្អូនណានៅពេលដែលយើងនាំគ្នាធ្វើកសិការតំណែងថៃគឺយើងនាំគ្នាធ្វើកសិការអត់បានគិតថាទំនិញថៃនាំចូលមកប្រទេសកម្ពុជាក្នុងឆ្នាំ2026នេះណាក្នុងដើមឆ្នាំ2026ពីខែ1ដល់ខែឧសភាតាមរយៈរបាយការណ៍របស់
កយពន្ធដាររបស់កម្ពុជាគឺថៃនៅតែនាំទំនិញមកហូរចូលប្រទេសកម្ពុជាស្របច្បាប់ខ្ញុំនិយាយស្របច្បាប់ខ្ញុំនិយាយអត់ខុសអត់និយាយរឿងខុសច្បាប់ទេទាំងច្រកទឹកទាំងច្រកអាកាសនៅ 60% នៅឡើយទេអត់ទាន់អស់ទំនិញថៃទេណា 60% នោះបានន័យថាទំហំផលិតផលថៃដែលនាំចូលប្រទេសកម្ពុជាតាមច្រកព្រំដែនទឹកនិងព្រំដែនគោកជាពិសេសកំពង់ផែនិងពលាននិងយន្តហោះគឺនៅមានទំហំប្រហែលជា$1000 លាននៅឡើយទេហើយចោះយើងពាក់ឯកាហ្នឹងគឺយើងពាក់ឯកាដាច់ខ្យល់ស្លាប់មែនយើងនាំទៅខ្មែរក៏នៅនាំដែរណាយើងបិទតែថាស្អប់ថៃយ៉ាងណាក៏ដោយម៉ោងនេះគឺយើងនៅនាំទំនិញទៅប្រទេសថៃទៅលក់នៅប្រទេសថៃបាននៅឡើយទេតាមច្រកផ្លូវទឹកនិងផ្លូវអាកាសនេះគឺយើងនៅនាំទំនិញផលិតផលរបស់ខ្មែរទៅលក់នៅថៃទំហំពាណិជ្ជកម្មយើងនៅកម្រិត 70% នៅឡើយទេយើងថយតែ 30% ទេណាបងប្អូនថៃនាំចូលមកខ្មែរថយតែ 40% ទេបានន័យថានៅ 60% នៅឡើយទេនាំទៅខ្មែរនាំទៅថៃថយដែរថយតែ 30% យើងនាំទៅថៃនៅតែ 70% ទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរនៅតែមានភាពជាប្រក្រតីនៅឡើយទេគឺផ្លូវគោកសំទោសផ្លូវទឹកនិងផ្លូវអាកាសយើងអត់បានហាមហើយនៅតែចូលមកបានដោយសារអីវាជាពាណិជ្ជកម្មស្របច្បាប់យើងពហិការនេះគឺជានយោបាយប្រជាពិធដើម្បីឲ្យស្អំចិត្តប្រជាពលរដ្ឋថាយើងធ្វើពហិការផលិតផលគេទេកម្ពុជាពុំមានសិទ្ធិឯណាទៅហាមឃាត់ផលិតផលថៃមិនឲ្យចូលតាមច្រកដែនសមុទ្រឬដែនអាកាសទេដោយសារតែវាមានរបាំងពាណិជ្ជកម្មឬក៏ច្បាប់ពាណិជ្ជកម្មពិភពលោក World Trade Organization Agreement ឬ Trade Deal នោះគឺគេមិនឲ្យយើងបិទដូច្នេះយើងនិយាយសប្តាហ៍ថ្ងៃនេះគឺយើងនិយាយស្អំចិត្តប្រជាពលរដ្ឋទេទំនិញដឹកចូលតាមកុងតឺន័រទៅក្រុងប្រសេអនុរាប់ម៉ឺនកុងតឺន័រកាលពីឆ្នាំ2025ក្រោយបាញ់គ្នានឹងតែយើងសួរខុសមែនវាអត់ខុសទេចុះខ្មែរអត់មិនបានមិនឈប់នាំផលិតផលខ្មែរទៅថៃហេតុអីនៅនាំរាប់រយលានដុល្លារដែរទៅថៃនៅនាំបានដោយសារតែថៃគេអត់បានហាមឃាត់ផលិតផលខ្មែរទេគេគ្រាន់តែបិទព្រំដែនផ្ទុយទៅវិញយើងទេដែលហាមឃាត់ផលិតផលបន្លែបង្ការរបស់ថៃដែលពាក់ឯកាប្រេងសាំងប្រេងអីថៃអីអញ្ចឹងទៅយើងធ្វើលើសថៃតែថៃអត់ដែលហាមផលិតផលទាំងអស់នោះទេគឺថៃគេនៅតែទទួលថាដឹកទៅគេអានេះហើយដែលធ្វើឲ្យអន្តរជាតិគេមើលមកគេថាយើងខូចជាងថៃខូចមែនហើយគេថាយើងខូចជាងថៃដោយសារអីថៃអត់បានធ្វើពហិការផលិតផលខ្មែរមួយណាទេនាំទៅគឺនាំបានទាំងអស់ខ្មែរវិញនាំបានតែថៃនាំបានទាំងអស់លើកឡើងតែបន្លែបង្ការនិងប្រេងសាំងនេះគឺខ្មែរធ្វើពហិការជាផ្លូវការដែលអន្តរជាតិដឹងឮឃើញថៃគេដើរលើយើងមួយជំហាននេះគឺគេថាគេបិទព្រំដែនមែនដើម្បីសុវត្ថិភាពប៉ុន្តែគេមិនហាមឃាត់ទំនិញខ្មែរសំបីតែមួយមុខខ្មែរវិញអូខេថៃអ្នកបិទតែយើងធ្វើពហិការដោយសារថៃបិទព្រំដែនគឺយើងអត់ឲ្យនាំបន្លែបង្ការផ្លែឈើហើយនឹងប្រេងសាំងអញ្ចឹងសរុបសេចក្តីមកទំហំពាណិជ្ជកម្មថៃនិងខ្មែរនៅមាន$1000 លាននៅឡើយទេមកដល់ម៉ោងនេះបងប្អូននៅពេលដែលយើងគិតថាចង់តែបិទធ្វើពហិការបងប្អូនទប់ទំនិញថៃយ៉ាងម៉េចធ្វើពហិការយ៉ាងម៉េចបើយើងអត់ទាំងអាចទៅទប់ទំនិញចូលស្របច្បាប់ហ្នឹងឥឡូវស្របច្បាប់តាមប្រទេសតាមច្រកទឹកក៏មានតាមច្រកអាកាសក៏មានច្រកប្រទេសឡាវក៏មានដែរទំនិញថៃចូលតាមច្រកឡាវខេត្តស្ទឹងត្រែងអភិបាលខេត្តស្ទឹងត្រែងធ្លាប់ប្រាប់ឲ្យថាគេអាចទប់បានទេទំនិញហ្នឹងចូលហើយអញ្ចឹងយើងនាំគ្នាមកធ្វើពហិការវិញជប់ព្រោះនេះក៏ជាគ្រោះថ្នាក់ទេយើងអត់មានសិទ្ធអីទៅស្រែកប្រកាសពហិការព្រោះថៃអត់ដែរពហិការផលិតផលខ្មែរយើងស្អីចុះជាតិសាសន៍យើងខ្លាចអីពហិការមិនបានធ្វើទៅវាអត់មានស្អីទេក៏ប៉ុន្តែយើងខុសសិលធម៌នៅក្នុងការដែលយើងពហិការផលិតផលគេនៅពេលដែលគេអត់ពហិការផលិតផលយើងវាធ្វើឲ្យឆាកអន្តរជាតិគេស្ដាប់មកថាយើងអាក្រក់តែប៉ុណ្្នឹងតែយើងអាក្រក់នៅក្នុងឆាកអន្តរជាតិយើងល្អនៅក្នុងការលួងចិត្តខ្មែរគ្នាឯងណាយើងឈ្នះចិត្តខ្មែរគ្នាឯងអញ្ចឹងបងប្អូនឈ្នះដើម្បីចំណេញប្រយោជន៍នយោបាយទេអញ្ចឹងនៅពេលដែលលោកហ៊ុនសែននិយាយសាររឿងបង្ក្រាបនៅនេះបង្ក្រាបនៅនោះជាការស្អំចិត្តប៉ុន្តែប្រសិទ្ធភាពគឺស្មើនឹង0ឥឡូវឧទាហរណ៍គាត់ចាប់បានអ្នករត់ពន្ធនឹងថា4-10នាក់ដោយរឿងតរ៉េនទៅស្អីណាប្រឈប់ដកតំណែងលោកកឹមប្រុសបានផលអីហ្នឹង
បានផលអីឲ្យប្រកាសបើទំនិញថៃនៅស្រុកខ្មែរមានពេញទំហឹងគ្រឿងសំណង់សង្ហារឹមអេឡិចត្រូនិកគ្រឿងអគ្គិសនីគ្រឿងអីណាអាហ្នឹងយើងមានតែហាមឃាត់គេណាបានហើយយើងផលិតបានមិនមែនអាទាំងអស់ហ្នឹងអត់ហ្នឹងអ្នកដែលធ្លាប់ប្រើផលិតផលថៃគ្រឿងសំណង់អ្នកដែលធ្វើវិស័យសំណង់សន្តាគារផ្ទះសំណាក់ស្អីដែលបានគ្រឿងប្រគុណគ្រឿងស្អីដើម្បីកញ្ចក់ឬស្អីដែលខ្មែរដែលធ្វើប្រគុណនឹងបានមកពីណាខ្ញុំកំពុងតែឆ្ងល់យើងឲ្យតែធ្វើឲ្យតែបានប៉ុន្តែបើធ្វើបានប្រកួតទីផ្សារគេមិនបើយើងទីផ្សារយើងប្រើផលិតផលគេមានកសាងគុណភាពគេរាប់សិបឆ្នាំមកអញ្ចឹងរឿងនេះណាជារឿងនយោបាយច្រើនហើយនយោបាយនេះគ្រោះថ្នាក់មែនតើព្រោះយើងនាំគ្នាវិលរឿងតំណែងថៃម៉ោងហ្នឹងហេតុអីបានជាយើងនៅឈឺក្បាលរឿងតំណែងថៃម៉ោងនេះណាគួរខ្មែរនិយាយអំពីប្តឹងទៅថៃដល់ណាហើយប្តឹងទៅតុលាការអន្តរជាតិ ICC ដល់ណាហើយប្តឹងទៅតុលាការព្រំប្រទានតុលាការយុត្តិធម៌អន្តរជាតិដល់ណាព្រំប្រទានអន្តរជាតិដល់ណាយើងគួរតែនិយាយចោះក្រុមគណៈកម្មការមេធាវីគណៈកម្មការដើម្បីប្តឹងគេហ្នឹងធ្វើការដល់ណាហើយបានជាមកវល់រឿងជង្គង់មន់ថៃនៅវិញមកនេះរឿងទូចណាស់រឿងជង្គង់មន់ហ្នឹងដូចខ្ញុំនិយាយចឹងយើងយករឿងដែលអត់មានរឿងយកមកធ្វើជារឿងដើម្បីស្អំចិត្តប្រជាពលរដ្ឋឲ្យវល់ទៅរឿងនាំគ្នាមួម៉ៅខឹងថៃប៉ុន្តែខឹងក៏ខឹងចោះអត់អីទេឲ្យទៅតាមការដែលនយោបាយប្រជាប្រដ្ឋរបស់មេដឹកនាំខ្មែរប៉ុន្តែរឿងព្រំដែនដល់ចឹងនាំគ្នាអត់និយាយពីរឿងលើកទឹកចិត្តឲ្យរដ្ឋាភិបាលប្តឹងថៃហើយនៅតែនិយាយពីភាពអង់អាចក្លាហានរបស់យើងពីរឿងដែលដោះស្រាយអាបញ្ហាឥឡូវយើងភ្លើងឆេះអស់ហើយយើងនាំគ្នាមកអង្គុយកាយរើស្ពាន់ហ្នឹងនេះមកអង្គុយឆ្លោះគ្នារឿងស្ពាន់ផ្ទះឆេះអស់អត់មានទៅរករឿងគេឲ្យសង់ផ្ទះយើងវិញដើម្បីបានរស់នៅយើងមករើសអាស្ពាន់អីដើម្បីលក់អេតចាយហ្នឹងឲ្យឆ្លោះទៅដើមគ្នារឿងស្ពាន់រឿងអេតចាយរឿងគ្រឿងដែលសល់ខ្ទេចខ្ទីអីហ្នឹងទៅវិញខាត់ពេលណាបងប្អូនខាត់ពេលមែនតើហើយមិនគួរណាថ្នាក់ដឹកនាំចំណាយពេលវេលាឲ្យខាត់ពេលដូច្នេះសោះប៉ុន្តែជាយុទ្ធសាស្ត្រដែលគេធ្វើបានជោគជ័យរាប់សិបឆ្នាំហើយដើម្បីពង្រៀងការចាប់អារម្មណ៍របស់បងប្អូនហើយបងប្អូននៅលងនៅក្រោមអារឿងដែលបោកប្រាស់ប្រជាពិធនឹងអញ្ចឹងរហូតហើយអញ្ចឹងទៅឃើញទេនាំគ្នាទុំស្គររឿងបញ្ហាក្នុងស្រុកហ្នឹងអត់បានការហ្នឹងហើយជុំវិញពេលជាមួយគ្នាហ្នឹងយើងអត់ប្តឹងហើយទៅចោទក្រុមប្រឆាំងឥឡូវក្រុមប្រឆាំងហ្នឹងតបទៅតបមកខាត់ពេលពេញទំហឹងឃើញដំណោះស្រាយព្រំដែនអត់ទៅមុខអលីងយើងនៅឆ្លោះគ្នាបែកខ្ញែកគ្នាទៀតហើយរឿងហ្នឹងតដែររាប់សិបឆ្នាំដោយសារតែយើងអត់ត្រូវគ្នាហ្នឹងដោយសារលៀបពណ៌គ្នាអញ្ចឹងឥឡូវក្រុមប្រឆាំងគេឡើងមកគេប្រាប់ថាលោកអ៊ុំសំអានខ្ញុំសម្ភាសមកយប់ទឹកភ្លឺ2ម៉ោងលោកនិយាយលំអិតមែនតើខ្ញុំសូមសរសើរទេពកោសលនិងភាពបដូរផ្ដាច់ស្រឡាញ់ជាតិនេះតរវល់យ៉ាងណាក៏នៅតែឆ្លៀតមកពន្យល់ពីរឿងដែនទឹកដែនគោកលោកអ៊ុំសំអានបានប្រាប់លោកហ៊ុនសែនទៅវិញថានោះគឺជាការលៀបពណ៌មូលបង្កាច់ទេមន្ត្រីរដ្ឋាភិបាលក្រៅប្រទេសដងណាក៏ឲ្យប្តឹងដើម្បីកុំឲ្យមានសង្គ្រាមជាមួយថៃយើងវាយមិនឈ្នះគេលោកនិយាយអំពីទាហានពឹងគាត់សុំទឹកសុំម៉ូតូសុំគ្រឿងស្អីសពបែបយ៉ាងយើងទៅមិនដល់គេអញ្ចឹងឲ្យទៅប្តឹងទៅតុលាការអន្តរជាតិព្រំតនអន្តរជាតិទៅដើម្បីបានសក់កុំឲ្យឆ្លោះគ្នាផ្ទុយទៅវិញអត់ព្រមប្តឹងទៅរករឿងអ្នកប្តឹងថាជាអ្នកញុះញង់ឲ្យមានសង្គ្រាមលោកអ៊ុំសំអាននិយាយដូច្នេះតែខ្ញុំស្ដាប់ទៅគឺវាគួរឲ្យអស់សំណើចដែរពេលខ្លះនៅក្នុងការដែលលោកហ៊ុនសែនគាត់នៅតែបន្តធ្វើនយោបាយប្រជាពិធមួយដើម្បីឲ្យប្រជាពលរដ្ឋជឿគាត់ប៉ុន្តែគួរឲ្យសោកស្ដាយសម័យបច្ចេកវិទ្យា AI នេះគឺមនុស្សមិនមែននៅក្នុងភួយនៅក្នុងមុងស្ដាប់សារតាមសេកទៀតទេដូច្នេះខ្ញុំថាបើយើងភូតច្រើនគឺវាចាញ់អាត្មាខ្ញុំលើកទឹកចិត្តឲ្យរដ្ឋាភិបាលនិយាយការពិតដោះស្រាយបញ្ហាស្ដាប់សំណូមពររបស់ប្រជាពលរដ្ឋហើយធ្វើទៅវិញអាចស្ដារមុខមាត់ឬក៏អាចឲ្យប្រជាពលរដ្ឋអនុគ្រោះបានណាព្រោះអីគណៈបកប្រឆាំងជាការពិតហើយដើម្បីឲ្យទៅផ្លាស់ប្ដូរវិជ្ជមាននឹងមិនមែនត្រូវការពេលភ្លាមទេវាត្រូវការពេលយូរហើយគណៈបកប្រជាជនខ្លួនឯងនៅក្នុងមូលដ្ឋានហ្នឹងធ្វើទៅកែទៅហើយទៅបើសិនជាយើងកែបានល្អបើដឹងថាប្រជាពលរដ្ឋឆាប់ភ្លេចអញ្ចឹងយកអាហ្នឹងទៅឲ្យកែទៅកុំធ្វើដដែលហើយបង្ក្រាបដដែលហ្នឹងឥឡូវនេះគឺតកតងនឹងរឿងនេះខ្ញុំនៅសល់ពេលបន្តិចទៀតបងប្អូន
បាទប្រតិកម្មខ្មែរក្រៅសុកនេះគឺមានលោកម៉ែនណាតដែរដែលលោកថែមបន្ថែមទៅលើលោកអ៊ុំសំអានលោកម៉ែនណាតថាទាំងក្រមអ្នកប្រឆាំងក្រមបញ្ញវន្តនិងពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងក្នុងប្រទេសផងដែលមិនគ្រប់គ្រងរដ្ឋាភិបាលដែលធ្វើខុសហ្នឹងសុទ្ធតែបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងថៃទៅតុលាការអន្តរជាតិជាយូរហើយនៅរឿងកោះគុតផងរឿងដែនសមុទ្រផងនិងព្រំដែនគោកជាមួយខ្មែរថៃផងដើម្បីបញ្ជាការប្រើកម្លាំងប្រដាប់អាវុធឬសង្គ្រាមនេះអញ្ចឹងសូមលោកហ៊ុនសែនកុំលៀបពណ៌គេដឹងឮគ្រប់គ្នាអញ្ចឹងដូច្នេះវាជារឿងអាក្រក់ជួជាតិដែរសម្រាប់ថ្នាក់ដឹកនាំដែលយើងដូចថានិយាយកុហកដោយសារតែប្រព័ន្ធផ្សព្វផ្សាយរបស់លោកជឿថាឥឡូវគាត់ចុះទៅចាប់ផ្ដើមចុះជួបកម្មករទៀតដល់ពេលស្អំចិត្តកម្មករទៀតដែរបងប្អូនរឿងស្អំចិត្តកម្មករនេះមានរឿងដោយការលោកមុនចឹងរំលាយគណៈបកសង្គ្រោះជាតិចោលដោយសារតែខ្លាចកម្មករបោះឆ្នោតវាថាមិនពេញចិត្តនឹងរដ្ឋាភិបាលចឹងចុះទៅគ្រប់រោងចក្រដឹងចំណាយលុយចំណាយអីចុះបើអាទុកអាលុយនឹងសម្រាប់នេះយកមកតម្លើងប្រាក់កម្មករប្រាក់ឈ្នួលបបរមាអីនោះមិនដឹងថាបានប្រមាណអញ្ចឹងទៅជួបគ្រប់រោងចក្រចុងក្រោយបាន210នៅពេលដែលអតិផរណាឡើងរាប់រយ%គេឡើងដល់ណាឡើងទៅអត់ឡើងតែប្រាក់ខែអញ្ចឹងអ្នកខ្លះនៅស្រុកខ្មែរនិយាយថានៅខ្មែរស្អីក៏ឡើងដែរអាឈាមក៏ឡើងអាជាតិស្ករក៏ឡើងនិយាយទៅស្អីៗនឹងឡើងគ្រប់អត់ឡើងតែប្រាក់ឈ្នួលអញ្ចឹងវាទៅអញ្ចឹងណាហើយដល់ពេលចប់មកមានបានប្រាក់ឈ្នួលបើយើងកជើធ្លុះនឹងយើងអាចតែស្អំចិត្តលួងចិត្តឥឡូវកម្មកររោងចក្រកាត់ដេរបុកតង្កិចឡានជិះដូចជ្រូកដូចកបីដូចស្អីស្និតជែកតកិចតក្បាលគ្នាក៏ស្លាប់ឥឡូវបុកគ្នានៅអាកំពង់ឆ្នាំងនិងស្វាយរៀងស្លាប់អស់14នាក់របួសជិត100នាក់ធ្ងន់ស្រាអត់មានដំណោះស្រាយអត់មានអីអង្គការសង្គមស៊ីវិលដូចជាសង្ត្រាល់ចាប់ផ្ដើមរកសរសេរលិខិតទៅណែអង្គការក្រុមបញ្ជាទិញដោយ Adidas និងអ្នកបញ្ជាទិញធំដើម្បីឲ្យដោះស្រាយបញ្ហាសុវត្ថិភាពកម្មករដែលអត់បានដោះស្រាយសោះឥឡូវហ្នឹងចុះទៅជួបកម្មករទៀតទៅរកដំណោះស្រាយមិនទៅរកដំណោះស្រាយទេគឺទៅស្អំចិត្តថារដ្ឋាភិបាលគេយកចិត្តទុកដាក់ហើយទិញពេលវេលាហ្នឹងស្អំចិត្តស្អំអីយូរទៅនៅជីវជាតិគ្នាដដែលបាន5ឆ្នាំទៀតមានរឿងអីចាំ5ឆ្នាំទៀតអីចឹងទៅដដែលចឹងគឺជាយុទ្ធនាការនយោបាយប្រជាពិធហើយកម្មករអត់មានរឿងអីគួយស្ដាប់ទៅបានប្រាក់អំណោយប្រាក់អីរង្វាន់ទៅចាំបើអត់សោះក៏ពិបាកទៅទៀតហើយស្រឹមទៅទៀតនេះហើយគឺជាបញ្ហារបស់ជាតិយើងដែលយើងដោះស្រាយអត់ត្រូវរមាស់ហ៎បងប្អូនខ្ញុំនិយាយនេះមិនមែនបានន័យថារដ្ឋាភិបាលធ្វើអីខុសទាំងអស់ហើយមិនមែនទេខ្ញុំនិយាយថាយើងធ្វើរឿងដដែលរំពឹងលទ្ធផលផ្សេងលោក Albert Einstein និយាយថាបើយើងធ្វើដដែលរំពឹងលទ្ធផលផ្សេងជាអំពើឈួតលីលាក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាគេថាយើងទេជាអ្នកឈួតលីលានោះព្រោះរដ្ឋាភិបាលគេធ្វើដដែលបោកប្រជាពលរដ្ឋដដែលគេបានផលដដែលនឹងរាល់តែអាណត្តិហ្នឹងតែបោះឆ្នោតឲ្យគណៈបកប្រជាជនហាក់អីបានជាគេធ្វើផ្សេងបើលទ្ធផលជោគជ័យភ្លុកទឹកភ្លុកដីរាល់តែដងនេះគេគិតថាអាហ្នឹងត្រូវទៅវិញប៉ុន្តែក្រមប្រឆាំងឬក្រមអង្គការសហជីវជាតិឬក៏ប្រទេសដែលប្រជាធិបតេយ្យរបៀបធ្វើដោយរដ្ឋាភិបាលដដែលនេះគឺជាអំពើឈួតលីលាដោយសារអីវាបានលទ្ធផលដដែលបង្ក្រាបប្រជាពលរដ្ឋអត់បាត់សិទ្ធិសេរីភាពប្រជាពលរដ្ឋខាត់ប្រយោជន៍ប្រជាពលរដ្ឋតែបានអំណាចក្រុមគ្រួសារតកូលហ៊ុនជោគជ័យតែតកូលហ៊ុនទេតែប្រទេសកម្ពុជាទាំងមូលគឺបរាជ័យប្រជាពលរដ្ឋទាំង18លានអ្នកបរាជ័យនេះគឺគេមើលឃើញពីក្រៅតែខាងគណៈបកប្រជាជនកម្ពុជាថាទៅដូរខ្មោចយកអីបើធ្វើអញ្ចឹងបានជោគជ័យមកយោហើយប្រជាពលរដ្ឋតែចោះស្អំឡើងភូមិរងចាំឲ្យលុយកដោចេះចោះឲ្យផ្ទះនឹងទៅពេលបានឬមិនបានពីថៃអីអានឹងបានដោយនេះចឹងប្រជាពលរដ្ឋចាប់ផ្ដើមគិតថាបានប៉ុណ្ណឹងហើយបានអីទៀតអញ្ចឹងទៅស្អំចិត្តប៉ុណ្ណឹងទៅទៀតនេះគឺជានយោបាយប្រជាពិធប៉ុន្តែធ្វើយ៉ាងម៉េចឥឡូវបើយើងអញ្ចឹងអានេះហើយគេថាប្រជាពលរដ្ឋខ្មែរត្រូវការអ្នកនយោបាយត្រូវបានអ្នកនយោបាយបោកគ្មានទីបំផុតឥឡូវខ្ញុំនិយាយអំពីរឿងកម្ពុជាវាបកទៅអង្គការ Amnesty International អង្គការលើកលែងទោសអន្តរជាតិដែលសរសេររបាយការណ៍ថាកម្ពុជាបរាជ័យក្នុងរឿងបង្ក្រាបការឆបោកអនឡាញដោយសារអីមជ្ឈមណ្ឌលឆបោកអនឡាញជាង86មជ្ឈមណ្ឌលដែលគេរកឃើញគឺបង្ក្រាបបានតែ24ទេអត់ដល់30%ទេ
តែកម្ពុជាវិញថាបង្ក្រាបបានរាប់រយកន្លែងបញ្ជូនមនុស្សចេញរហូតដល់40នាក់អង្គការនេះថាជាការយកតែមុខឬក៏សម្ដែងទេអត់ប្រសិទ្ធភាពព្រោះត្រីធំក៏ចាប់បានបកកទ្រព្យសម្បត្តិអីក៏គ្មានហើយជនរងគ្រោះคล้ายទៅជាសំទោសជនរងគ្រោះទៅคล้ายជាគេជួញដូរវិញអីចឹងទៅប៉ុន្តែថ្ងៃនេះលោកឆៃសុនរិទ្ធដែលជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រជាប្រឆាំងការឆោបបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានប្រាប់សារព័ត៌មានក្នុងស្រុកដោយតបទៅវិញថាការចាត់ទុកថាអ្វីដែលរកឃើញរបស់អង្គការអន្តរជាតិនេះថាជាការចោទប្រកាន់ទាំងបំពេញមិនមើលគ្រប់ជ្រុងជ្រោយនៅអ្វីដែលរដ្ឋាភិបាលខំធ្វើរដ្ឋាភិបាលមិនធ្វើយកតែមុខទេបើអញ្ចឹងមិនមែនបង្ក្រាបគ្រប់កន្លែងអញ្ចឹងទេនេះគឺជាការតបរបស់រដ្ឋាភិបាលកម្ពុជាបាទតែយ៉ាងណាបងប្អូនរដ្ឋាភិបាលកម្ពុជាឃើញខំប្រឹងមែនខ្លះហើយមិនអត់ទេគាត់ថាអ្វីដែលជាការខំប្រឹងតើមានក្រាក់នឹងនៅណាតែបង្កក់ក្រុមហ៊ុនបានប្រមាណហើយលុយគេបង្កក់អស់ហើយនៅតែស្រុកខ្មែរបិទឯង200 300កន្លែងតែលុយមួយសេនក៏អត់ឃើញបង្កក់អីបានដែរអានេះហើយដែលធ្វើឲ្យគេចិត្តតែឆ្ងល់បាទឥឡូវព័ត៌មានបន្តទៀតខ្ញុំដល់មកមែនតើហើយគឺតាក់ទងនឹងរឿងក្នុងពេលដែលយើងកំពុងតែជាប់ដៃវាយគ្នាហ្នឹងណាជាមួយនឹងថៃឬក៏ថៃយកដីយើងអត់ប្រដាក់ដៃក្នុងការចាប់គ្នាឯងទៀតទេចឹងងើបមួយវាយមួយហ្នឹងគឺចុងភៅមួយរូបគឺចុងភៅមហូបការត្រូវបានផ្ដន់ទាទោសពីបទញុះញង់ជំវិញការបង្ហោះសារពីបញ្ហាព្រំដែនលើ Facebook ដែលចេញផ្សាយនៅថ្ងៃទី11ខែមិថុនារបស់អង្គការលីកាដូគាត់បាននិយាយថាអ្នកដែលគេចាប់ថ្មីនេះឈ្មោះគង់សុភាពអាយុ46ឆ្នាំចុងភៅមហូបការជាអ្នកបញ្ចេញមតិតាមបណ្ដាញសង្គមមួយរូបនៅភ្នំពេញត្រូវបានសាលាដំបងភ្នំពេញផ្ដន្ទាទោសដោយដាក់ពន្ធនាគារកំណត់រយៈពេល18ខែពិន័យជាប្រាក់ចំនួន2លានរៀលប្រមាណ$500កាលពីថ្ងៃទី29ខែឧសភាគឺពីបទញុះញង់បាទតែប៉ុណ្្នឹងឯងលោកសុភាពត្រូវបានចាប់ខ្លួនដោយសារតែលោកចែករំលែកមតិរិះគន់លើបណ្ដាញសង្គម Facebook ជុំវិញបញ្ហាចំនួនព្រំដែនថៃលោកគេចាប់ខ្លួនគាត់នៅហាងកាហ្វេមួយនៅភ្នំពេញកាលពីថ្ងៃ23កុម្ភៈឯណោះថ្ងៃ26ទៅកាត់ទោសនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាអ្នកចោះចាប់ក្រុមគ្រួសាររបស់លោកដំបូងឡើយគឺនឹងអត់ដឹងអំពីការចាប់ខ្លួននៅទេរហូតដល់លោកត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារថ្ងៃបន្ទាប់អីចឹងឥឡូវនេះលោកសុភាពកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី1គឺព្រៃសរហើយស្ថិតនៅក្នុងចំណោមមនុស្ស109នាក់កំពុងជាប់ឃុំដោយជាអ្នកទោសមនសិការអត់ដោះលែងទេមានតែចាប់ថែមបាទឥឡូវនេះគឺបន្តទៀតខ្ញុំផ្អាកព័ត៌មានក្នុងស្រុកប៉ុណ្ណេះប៉ុន្តែនៅក្នុងព័ត៌មានហ្នឹងគឺមានតកតងនឹងរឿងថៃគេដាក់កញ្ចប់ថវិកា$30,000គឺ$300,000ចូលទៅជួយផ្នែកសារព័ត៌មានដើម្បីឲ្យសារព័ត៌មានថៃហ្នឹងគឺវៃលុកលើទីផ្សារអន្តរជាតិស្ដីអំពីជំហររបស់ថៃតកតងនឹងរឿងចំនួនព្រំដែនខ្មែរថៃនិយាយទៅថៃឆ្លាតវៃមែនតើនៅក្នុងការដែលយកប្រព័ន្ធឃោសនាផ្សព្វផ្សាយរបស់គេដើម្បីឲ្យវិញលុកលើទីផ្សារអន្តរជាតិដល់អញ្ចឹងទៅអន្តរជាតិវល់នឹងព័ត៌មានរបស់ថៃហើយខ្មែរយើងអស់លីងព័ត៌មានឯករាជ្យអត់មានយើងបាក់តែម្ដងសមរភូមិចាញ់គ្រប់យ៉ាងចាញ់អាសមរភូមិប្រយុទ្ធទាំងផ្នែកស្លាប់បកាក៏យើងចាញ់គេដែរយើងអត់មានសារព័ត៌មានដែលអាចនឹងទៅបង្ក្រាបថៃលើឆាកអន្តរជាតិបានក្រៅពី Fresh News ឬក៏ខ្មែរ Times ឬអីដែលជាសារព័ត៌មានរបស់រដ្ឋាភិបាលដែលណាគេស្ដាប់ថៃគេមានសារព័ត៌មានឯករាជ្យឥឡូវថៃគេដាក់លុយចូលជួយសារព័ត៌មានឯករាជ្យហ្នឹង$30,000យកទៅចែកដើម្បីជួយចោះយកព័ត៌មានតាមព្រំដែនតាមអីហ្នឹងដើម្បីបន្សាបព័ត៌មានកម្ពុជាអញ្ចឹងទៅដូច្នេះថៃដើរលឿនយើងមែនតើតកតងនឹងព័ត៌មានយើងអត់ទៅរួចទេអានេះគឺវិស័យសារព័ត៌មានត្រូវកែប្រែឲ្យច្រើនបើយើងចង់ឲ្យឈ្នះថៃយើងអាស្លាប់បកាយើងហ្នឹងបាក់ដែលដោយសារតែយើងបង្ក្រាបពេកអានេះគឺជាប្រដាសាដែលអកុសលមែនតើខ្ញុំសោកស្ដាយមែនតើតែយ៉ាងណាឥឡូវខ្ញុំ